តែអញ្ចឹងយើងបាននមស្ការចូលរៀនរីករិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភាអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសូមនមស្ការក្រាបថ្វាយបង្គំពលលោកម្ចាស់គ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមទាំងអស់គ្នាបាទចឹងក្នុងឱកាសថ្ងៃនេះយើងបានឱកាសក្នុងការសិក្សារៀនសូត្រទៅនៅក្នុងព្រះសូត្រណាក្នុងបៃដកលេខ20ឈ្មោះមូលបរិយាយសូត្រដែលសម្ដែងនៅធម៌ដែលជាឫសគល់នៃធម៌ទាំងឡាយមានជាលំហាត់ញាតិញោមបានធ្វើមកដែរណាបើឃើញបានធ្វើបានអានមកដល់ច្រើនណាលំហាត់ហ្នឹងចង់ដាក់ឲ្យបានអានញោមបានអានហ្នឹងក៏ត្រេកអរបុណ្យរបស់ញោមទៅក៏ជាចំណែកថាយើងរៀនទៅយើងចេះអានណាបាទកុំឲ្យថាមួយអត្តភាពមួយជាតិមិនដែលបានស្គាល់អាន3ដកហ្នឹងយ៉ាងម៉េចមិនដែលបានស្គាល់ព្រះអត្តកថាហ្នឹងយ៉ាងម៉េចវាអត់យល់ហ្នឹងទៅទៀតណាដែលកិច្ចការងារទាំងអស់នេះមិនព្រះអរហន្តធ្វើឲ្យយើងទេបាទព្រះអត្តកថាណាសង្កេយនីលើកទី1លើកទី2ព្រោះចង់រក្សាពុទ្ធសាសនានឹងឯងព្រោះចង់រក្សានៅព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធហើយមិនដើម្បីលោកទេណាញោមព្រោះលោកបរិនិព្វានហើយលោកអត់មានកង្វល់អីទេតែគិតដល់យើងទាំងឡាយជំនាន់ក្រោយនេះហើយមានឱកាសក្នុងការបានសិក្សារៀនសូត្រនៅពធព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធទៅហើយយើងក៏បញ្ញាខ្សោយទៅទៀតសម័យយើងបច្ចុប្បន្ននេះបានមានព្រះតកថាព្រោះតាមគម្ពីរបត្រៃបិដកតែម្យ៉ាងគេលោកថាបញ្ញារបស់យើងនេះវាចូលអត់ដល់បើវាជ្រៅវាពិបាកក្នុងការយល់អញ្ចឹងត្រូវមានព្រះតកថាព្រះតកថាដែលព្រះរហន្តទាំងឡាយលោកបានសង្កេយនាបានចងក្រងនៅព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងយើងទាំងឡាយมันជាប្រយោជន៍ដល់យើងណាអញ្ចឹងយើងបើគេគិតប្រយោជន៍ដល់យើងត្រូវតែប្រឹងបាទហើយបតីរបស់លោកហ្នឹងគឺថាចង់ឲ្យយើងបានសិក្សារៀនសូត្រមានសេចក្តីជ្រះថ្លាហើយរលាស់ខ្លួនចេញចាកអំពីសេចក្តីទុក្ខដូចឯលោកដែរអានឹងជាប្រយោជន៍អញ្ចឹងហ្នឹងហើយអញ្ចឹងបានក្នុងនាមជាពុទ្ធសាសនិកជនសាសនិកហ្នឹងគឺมันចោលទេបងនៅព្រះបាលីគម្ពីរបត្រៃបិដកនិងព្រះតកថាញាតិញោមធ្លាប់ទៅស្រីលង្កាជនជាតិស្រីលង្កាគេខ្លះអង្គុយគល់ពោហ្នឹងឯងបាទអង្គុយចិត្តព្រះអង្គណាបើគេអត់ចេះធម៌ទេគេមានសភៅគេអត់ខ្មាស់អៀនអីទេកាន់សភៅហ្នឹងទៅតែម្ដងទៅចិត្តព្រះអង្គហ្នឹងឯងបើគល់ពោទីប្រឹកអីចឹងទៅហើយសូត្រចឹងទៅហើយរឿងជើងរឿងអីពេលខ្លះសដោកជើងទេអត់មានយើងចាំតែប៉ែចាំតែបត់ជើងអីទេអរិយាបថជនជាតិស្រីលង្កាគេអត់សូវនេះទេគេអត់សូវប្រកាន់ទេពេលខ្លះសដោកជើងដាក់ព្រះហ្នឹងឯងហើយសូត្រធម៌ទៅដៃកាន់កពីកាន់សភៅហ្នឹងសូត្របូជាព្រះអង្គតែបើខ្លួនអត់ចេះណាតែបើចេះមានតែសូត្រទៅបើចេះសូត្រទៅហើយមើលទៅដូចថាជាចំណែកនៃពុទ្ធសាសនិកល្អមើលទៅទាំងចាស់ទាំងក្មេងគេនាំគ្នាចូលវត្តចូលអារាមបានឱកាសចម្រើននៅកុសលធម៌ទោះបីវាមិនមានបានអីហឹកហាក់អីខ្លាំងប៉ុន្តែគ្រប់សំខាន់ចិត្តគ្រប់ហើយមានព្រះរតនត្រ័យអីហ្នឹងជាទីពឹងទីរលឹកទៅហើយច្បាស់លាស់ទៅសេចក្តីជ្រះថ្លារបស់ពួកគាត់ហ្នឹងមានអញ្ចឹងដែរបាទអញ្ចឹងបើសិនជាព្រះអរហន្តទាំងឡាយលោកទុកដាក់ឲ្យយើងនៅព្រះពុទ្ធវចនៈពុទ្ធដីកាដែលព្រះអង្គប្រកាសសម្ដែងហើយហ្នឹងគឺថាឃើញយើងជំនានុជនចំនួនក្រោយនេះហើយលោកសាសត្វទាំងឡាយណាមានឧបនិស្ស័យបានសិក្សាព្រះពុទ្ធវចនៈរបស់ព្រះអង្គហ្នឹងហើយយើងក៏វានៅក្នុងសត្វដែលមានឧបនិស្ស័យដែរណាបើបានទទួលពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងគុំអឺចំណាយពេលអ្វីដតីខ្លះដែលថាវាមិនជាប្រយោជន៍យើងមានពេលអាន3ដកខ្លះទៅមានពេលអានអត្ថកថាខ្លះទៅទើបសទ្ធារបស់យើងមុតមមយើងយល់ដឹងនៅក្នុងព្រះពុទ្ធដីកាចំណុចទាំងអស់នេះមិនមែនតែញាតិញោមទេបើសំបីប្រសង់ក៏ដោយតាមវត្តអារាមអីណាហ្នឹងហើយលោកចាស់ហ្នឹងមិនគួរអត់ដែរទេកុំ
ទុកតែក្នុងទូតែម្យ៉ាងព្រោះធម៌វិន័យប្រព្រឹត្តបដិបត្តិដឹងខុសដឹងត្រូវអីវាចេញពី3ដកហ្នឹងឯងបើមិនគោរពមិនសិក្សាទេក៏វាលំបាកដែរមានការប្រព្រឹត្តទៅវាឆ្កាងឆ្គងអញ្ចឹងកន្លែងណាដែលរៀនសូត្រកន្លែងនោះមានសេចក្តីចម្រុងចម្រើនយល់ដឹងហេតុផលហេតុបច្ច័យហើយក៏ធ្វើឲ្យសាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងរីកចម្រើនគង់វង្សណានឹងអាស្រ័យជាមួយនឹងបរិស័ទហ្នឹងសិក្សារៀនសូត្របាទយើងរបស់នេះរបស់នោះធំពេកកុដិវិហារសាលាធំពេកទៅវាមួយយ៉ាងហើយប៉ុន្តែពុទ្ធសាសនាមិនរីកចម្រើនដោយសារអញ្ចឹងពេកទេណាគឺធម៌វិន័យដែលយកមកសិក្សាគោរពប្រតិបត្តិដើម្បីរលាស់ខ្លួនចិញ្ចាំពីសេចក្តីទុក្ខនេះបានត្រូវហ្នឹងឯងញាតិញោមបានអានព្រះអត្តកថាណាអាត្មាដាក់ឲ្យអានហ្នឹងញាតិញោមបានអានហ្នឹងតែទាំងយល់បានប្រមាណទេណាកុំកុំតន់ចាប់យកយល់ពេកអីបងបើថាយើងយល់បានប៉ុណ្ណាក៏យល់បានហើយតែបើយល់មិនតន់បានច្រើនទេក៏តាំងចិត្តទៅថាជាពុទ្ធវចនៈពុទ្ធដីការបស់ព្រះអង្គថ្មអញត្រូវអានតែព្រះអរហន្តទាំងឡាយលោកបានរៀបចំមកឲ្យថ្មអានសិនទៅយល់មិនយល់ថ្ងៃហ្នឹងក៏នៅថ្ងៃណាមួយរៀនតទៅទៀតជួបពុទ្ធវចនៈពុទ្ធដីកាត្រង់នឹងទៀតនឹងយល់ជាបច្ច័យម្ដងម្ដងតិចម្ដងតិចម្ដងអញ្ចឹងតែហ្នឹងហើយបត្រៃបិដកមានពេលមើលប្រតកថាមានពេលមើលដូចគ្នាពធដែលព្រះអង្គប្រកាសសម្ដែងមកមានទេបាទហ្នឹងហើយមានល្អប្រសើរអញ្ចឹងបានថាបើចង់រកអ្វីដែលថ្មីរកអ្វីដែលប្លែកកុំភ្លេចមើលបិដកសម្រាប់ពុទ្ធសាសនិកយើងណាចង់បានអ្វីដែលល្អដែលប្រសើរនិងប្លែកយកមកប្រព្រឹត្តបដិបត្តិនិងយល់ដឹងអ្វីដែលយើងមិនដែលបានដឹងសោះគឺពុទ្ធវចនៈហ្នឹងឯងពុទ្ធវចនៈនៅណាពេលខ្លះលោកសំដែងធម៌លោកអីមិនប្រកាសថាពុទ្ធវចនៈ100%ទេព្រោះមិនបានរតនាមកសុទ្ធទេណាដោយសារមានជាអត្តនោមតិរបស់លោកអីខ្លះប៉ុន្តែបើញាតិញោមអានបីដកអត្ថកថាអត់ទេបងកន្លែងណាជាមតិលោកប្រាប់ថាមតិកន្លែងណាជាពុទ្ធវចនៈគឺជាពុទ្ធវចនៈសុទ្ធតែម្ដងហ្នឹងហើយចឹងដោយអំណាចសភាពរបស់ពុទ្ធជនដែលមានសេចក្តីសម្គាល់ខុសមែនទេដោយការប្រកាន់ខុសដោយអំណាចអីព្រោះយើងរាល់ថ្ងៃវានៅមានអធម៌ហ្នឹងនៅមានធម៌អីនៅមានកិលេសអាកិលេសហ្នឹងជាចំណែកមួយនៅមានតណ្ហានៅមានមានៈនៅមានអាការប្រកាន់មមភាពជាពុទ្ធជនសម្គាល់ខុសបានសម្គាល់ខុសហ្នឹងសម្គាល់សំបីតែក្នុងអត្តភាពនេះទៅលោកសំដែងថាដោយការសម្គាល់សពគ្រប់បែបយ៉ាងសម្គាល់អេតាំងមៈមៈអេសោហមៈស្មេនោះជារបស់អញនោះជាខ្លួនអញសពគ្រប់តែការប្រកាន់ច្រើនសម្គាល់ច្រើនយើងមើលធម៌បច្ចុប្បន្នណាវាអត់សុខទេយើងហួងហែងច្រើនពេកយើងប្រកាន់ខ្លាំងពេកក៏អត់សុខដែរអាហ្នឹងនិយាយពីធម៌បច្ចុប្បន្នសម្រាប់អត្តភាពគឺបញ្ចក្ខន្ធនេះទៀតសោតបើយើងប្រកាន់ទាំងអស់មើលអត្តភាពក្នុងតួខ្លួនយើងមិនមានរូបទេមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណរូបវេទនាសញ្ញាសង្ខារវិញ្ញាណទាំងអស់នោះបើយើងប្រកាន់ស្អិតរមួតជាប់ទាំងអស់មានតែណាវាមិននៅក្នុងនឹងឯងវាមានជាសេចក្តីទុកនៅក្នុងនឹងឯងហើយទុកនេះមិនមែនទុកមួយអត្តភាពទេទុកដែលថាវាអត់មានបញ្ញាណាគឺទុកអស់កាលដ៏យូរនៅក្នុងសេចក្តីហ្នឹងអត្តភាពខ្លួនយើងម្នាក់ម្នាក់តែកើតឡើងហៅថាដោយកុសលាកុសលកម្មវាវិចិត្រមកហើយវាចាត់ចែងមកហើយវាធ្វើមកហើយដោយកម្មដោយសភាពបែបណានេះឯងមានរូបរាងមានអវយវៈបែបណាមានពណ៌សម្បុរបែបណាតកូលឋានៈទូនីតិអាយុដោយសភាពនៃកម្មហ្នឹងវារៀបចំចាត់ចែងមកហើយអញ្ចឹងសភាពរបស់ពុទ្ធជនដែលពុទ្ធជនដែលធ្ងន់ទៅដោយកិលេសនេះណាដែលធ្ងន់ទៅដោយកិលេសដែលក្រាស់ទៅដោយកិលេសដែលអាស្រ័យជាមួយនឹងវត្តដាក់រមែងអីថ្ងៃមុនថាទី1រមែងចាំន័យទី1សម្គាល់មែនទេនៅចាំទី2អីគេញោមណាសមកាសទានទី2រាប់អានហ្នឹងហើយទី1សម្គាល់ទី2
រាប់អាន ទី3 ប្រកាន់យកទៀត ប្រកាន់ណាទី4 ទី4ត្រេកអរទៀត ហ្នឹងហើយតើនេះដូចជាចំណុចសំខាន់ដែលមាននៅក្នុងអ្វីដែលយើងបានសិក្សានៅក្នុងន័យទី1សម្រាប់ពុទ្ធជនយើងថាយល់ធ្លាប់ចាំន័យរបស់ពុទ្ធជនណាពុទ្ធជនគឺពុទ្ធជនរមែងសម្គាល់រមែងរាប់អានរមែងប្រកាន់រមែងត្រេកអរតើត្រេកអរនឹងអ្វីរាប់អានប្រកាន់អីសពគ្រប់នឹងជាមួយនឹងអីអត្តភាពរបស់យើងម្នាក់ដែលថាយើងដែលថាគេវាអាស្រ័យជាមួយអីជាមួយខណ្ឌ5ណាខណ្ឌ5នេះវាមានជាងអាចរាប់បានរូបវេទនាសញ្ញាសង្ខារវិញ្ញាណក្នុងខណ្ឌ5ហ្នឹងវាមានញែកទៅទៀតថាវាមានជារូបខណ្ឌក៏មានវាមានជានាមខណ្ឌក៏មានតែអត្តភាពមួយដោយសម្គាល់ទៅលើសភាពរបស់រូបមានចាប់ផ្ដើមអត្តភាពរបស់យើងថាយើងនេះអាត្មានៅចង់បញ្ជាក់ដដែលបន្ថែមទៅទៀតថាយើងថាគេថាអាត្មាថាញោមឃើញទេតែអត្តភាពរបស់យើងនឹងដែលកុសលកម្មនឹងវាចាត់ចែងមកសុទ្ធតែម្ដងដោយមានកម្មបច្ច័យមានកម្មនឹងជាបច្ច័យនាំឲ្យបានអត្តភាពជាមនុស្សនឹងឯងដោយការប្រស្រ័យនៃការរួមបញ្ចូលគ្នាដោយសភាពមានជារូបធម៌មានជានាមធម៌រូបគឺជាធាតុមិនដឹងនាមជាធាតុដឹងហើយអត្តភាពរបស់យើងឲ្យស្រួលមួយយ៉ាងទៅថាដីទឹកភ្លើងខ្យល់ហើយណាដីដោយលក្ខណៈថាវារឹងឬក៏ទន់អញ្ចឹងដីមកអញ្ចឹងជាចំណែកមួយថាពុទ្ធជនរមែងមានសេចក្តីសំខាន់នៅក្នុងបថវ័យឃើញទេនៅក្នុងបថវ័យដែលបថវ័យនោះវាមានលក្ខណៈរបស់វាមានលក្ខណៈរឹងឬក៏ទន់ចាស់កន្លែងនេះមានលក្ខណៈរឹងឬក៏ទន់ពុទ្ធជនរមែងសម្គាល់ទី1សម្គាល់នៅបថវ័យរាប់អាននៅបថវ័យប្រកាន់មមនៅបថវ័យហើយក៏ត្រេកអរជាមួយនឹងបថវ័យប្រកាន់នឹងដោយអំណាចអីថាដោយអំណាចនៃតណ្ហាមែនត្រូវដោយអំណាចនៃតណ្ហាដោយអំណាចទិដ្ឋិដោយអំណាចតណ្ហាឬក៏ដោយអំណាចទិដ្ឋិឬក៏មានអ្នកជាដើមហ្នឹងមានសេចក្តីប្រកាន់មានការជាប់ជំពាក់ហើយនឹងមានការយល់ខុសទៅក្នុងបថវ័យហើយក៏រាប់អាននៅបថវ័យអញ្ចឹងលក្ខណៈរបស់បថវ័យដែលវាមានអត្តភាពរបស់យើងម្នាក់ហ្នឹងវាមានគ្រឿងសម្គាល់អញ្ចឹងឯងមានផុតទៅណាទេថាយើងថាគេថាបុគ្គលនេះបុគ្គលនោះតែតាមពិតបើសភាពនៃការប្រព្រឹត្តបដិបត្តិទៅអត្តភាពនេះក្នុងតួខ្លួនយើងហ្នឹងវាមានលក្ខណៈរឹងឬក៏ទន់នឹងបាត់ហើយដែលឈ្មោះថាបថវ័យនឹងនៅក្នុងនឹងបាត់ហើយមានវត្ថុអ្វីដែលអត់មានបថវ័យនោះឯងតែបើបញ្ញារបស់ពុទ្ធជនបើបញ្ញាយើងធម្មតាតិចតួចអីប៉ុណ្ណឹងសម្គាល់ខុសនឹងទៅតែម្ដងអត់មានថាអត់ខុសទេគឺសម្គាល់ខុសចូលដល់ណាបានថាសម្គាល់លែងសម្គាល់នៅក្នុងសេចក្តីនឹងខុសថាព្រះអរិយបុគ្គលតែលោកដកអីនេះដកនៅតណ្ហាចុះពុទ្ធជនអស់តណ្ហាហើយឬនៅលោកអត់មានទិដ្ឋិព្រះអរិយបុគ្គលអត់មានទិដ្ឋិចុះពុទ្ធជនមានទិដ្ឋិដែរអត់ថានៅមានទិដ្ឋិពុទ្ធជននៅមានអ្នកពេញចុះសម្រាប់ព្រះអរិយបុគ្គលដល់ខ្ពស់ទៅឡើងមានអ្នកអញ្ចឹងដកតតណ្ហាដកតទិដ្ឋិដកតមាននេះនឹងចេញអាសេចក្តីសម្គាល់សេចក្តីរាប់អានការប្រកាន់និងការត្រេកអរហ្នឹងគឺលែងមានសម្រាប់លោកព្រោះលោកឃើញច្បាស់ទៅតាមដំណើរហ្នឹងអត់មានគ្រឿងអីជាគ្រឿងជាប់ជំពាក់ឯងអត់មានការសម្គាល់ខុសទេចុះមិនបានពុទ្ធជននៅសម្គាល់ខុសថាមកពីពុទ្ធជនអាស្រ័យវត្តដាក់ហ្នឹងហើយបានជាមានសេចក្តីសម្គាល់ខុសចាធម៌នេះជ្រៅបើធម៌នេះធម៌បដិបត្តិហើយធម៌ជ្រៅញាតិញោមអាចចាប់ចំណុចបានហើយអីបាននិយាយថាចូលមកដូចជ្រៅក្នុងប្រសូតមួយហ្នឹងព្រះអង្គសម្ដែងហើយថាពុទ្ធជនរមែងសម្គាល់មិញនេះថាខ្ញុំព្រះអង្គនៅជាប់ជំពាក់ច្រើនអញ្ចឹងណា
ព្រះអង្គខ្ញុំព្រះអង្គនៅជាប់ជំពាក់ច្រើនជាប់ជំពាក់ខ្លួនឯងក៏ជាប់ជំពាក់ជាប់ជំពាក់របស់រតីក៏ជាប់ជំពាក់អានឹងយ៉ាងម៉េចដែរថាវាមិនមិនវានៅជាប់ជំពាក់នឹងឯងព្រោះធម៌របស់ពុទ្ធជនវានៅសមិសមាអញ្ចឹងណាវានៅមានតណ្ហាដែលវានៅមានទិដ្ឋិដែលវានៅមានអ្នកជាដើមវានៅមានវានៅតែប្រកាន់អញ្ចឹងឯងវានៅតែមានការយល់ខុសវាមិននៅតែមានការជាប់ជំពាក់ជាមួយដែលច្រើនយើងថាជាមួយអីជាមួយអត្តភាពខ្លួនយើងអញ្ចឹងហ្មងពុទ្ធជនអ្នកថាស្លាប់រស់ជាមួយនឹងយើងនិយាយថាជាមួយនឹងអត្តភាពហ្នឹងហើយជាមួយនឹងអត្តភាពរបស់អ្នកណាអត្តភាពរបស់ខ្លួនឯងដែលអត្តភាពរបស់ខ្លួនឯងហ្នឹងវាកើតចេញអំពីរូបធម៌មួយហើយនឹងនាមធម៌មួយមែនទេរូបធម៌នាមធម៌ដែលថាខណ្ឌហ្នឹងឯងតែខណ្ឌទាំងអស់នោះវាមានលក្ខណៈអញ្ចឹងវាមានលក្ខណៈដូចញ៉ៃទៅវាមានធាតុនៅក្នុងនឹងក្នុងខ្លួនយើងម្នាក់ម្នាក់វាអត់មានកិច្ចផុតទេក្នុងខ្លួនអាត្មាក៏មានធាតុដីក្នុងខ្លួនញាតិញោមក៏មានធាតុដីតែយើងប្រកាន់តែអត់ជាប់ជំពាក់ជាមួយដីដែរនឹងអត់ជាប់ដោយតណ្ហាជាប់ដោយទិដ្ឋិហើយក៏កង្វល់ជាមួយវានឹងភូមិរបស់ពុទ្ធជនណានិយៈទី1លោករាប់ឡើងថាភូមិរបស់ពុទ្ធជននេះនិយៈភូមិបរិច្ឆេទទី1ដល់អំណាចពុទ្ធជនហើយពុទ្ធជនសម្គាល់ខុសថាវាអត់មានអីចម្លែកទេព្រោះពុទ្ធជនវានៅក្រាស់ទៅដោយកិលេសដែលថាវានៅមានសម្គាល់ខុសតតែព្រះអរិយបុគ្គលបានលែងខុសមែនទេបើពុទ្ធជនសម្គាល់ត្រូវមិនចាំមានព្រះអរិយធ្វើអីព្រោះព្រះអរិយជាបុគ្គលដ៏ប្រសើរពុទ្ធជននៅមិនទាន់ប្រសើរតែកំពុងអភិវឌ្ឍខ្លួនដើម្បីឲ្យប្រសើរដូចជាលោកដែរមែនទេអញ្ចឹងក្នុងន័យហ្នឹងវាជារឿងមួយដែលមានជាធម្មតារីនេះកុំថាព្រះអង្គនៅសម្បូរនៅយ៉ាងម៉េចបាទវានៅតែមានថាវាអត់មានចម្លែកទេបើវានៅតែមានព្រោះពុទ្ធជនបើថាអស់នៅតណ្ហាអស់នៅទិដ្ឋិអស់នៅមាននេះអាហ្នឹងគឺថាទៅជាព្រះអរិយបុគ្គលហើយកាលពីសប្តាហ៍មុនថ្មរឿងបញ្យលរឿងបានច្រើនដែរហើយប្រតកថាលោកក៏បញ្យលច្រើនដែរតាមអំណាចតណ្ហាទិដ្ឋិមាននេះហ្នឹងតែសំខាន់ដែលសម្គាល់ដែលមានការប្រជែកកាន់អីសពគ្រប់ទៅហ្នឹងវាមានជាធម្មតាអញ្ចឹងញាតិញោមបែរជាបានយល់ខ្លះហើយមិនទាំងអស់ប៉ុន្តែបានខ្លះណាកុំបបាយឲ្យតែបានរៀនទៅសិនទៅគង់រៀនបានច្រើនតិចបានបកមកវិញយល់ឥឡូវកុំឲ្យថាស្មុគស្មាញច្រើនទៅទៀតបាទមានតែទៅប្រើចាំជួបនៃណារៀនកន្លែងហ្នឹងប៉ះកន្លែងណាគង់ឲ្យយល់ឲ្យតែព្យាយាមមិនដាក់ធុរៈនៃពុទ្ធវចនៈជាបដិបទារួចចាកសេចក្តីទុកតាំងបាទក្នុងនៃមួយមិនតែស្រួលដូចស្រួលយល់ដូចញោមអានិសង្ឃបនបុគ្គលនេះនាងនេះកសាងធ្វើអីហ្នឹងហើយថ្វាយផ្កាព្រះភិក្ខុសង្ឃម្ដងបូជាផ្កាព្រះសម្មាសម្ពុទ្ធម្ដងបូជាពធប៉ុណ្ណេះប៉ុណ្ណោះស្រាប់តែទៅកើតក្នុងទេវលោកស្ដាប់មើលទៅដូចព្រោះស្ដាប់ដូចអត់មានលំបាយយល់ផងពួកដឹងបុគ្គលហ្នឹងដូចនាងអណោជាបូជាផ្កាននងចំពោះមិនបាច់ចាំព្រះសម្មាសម្ពុទ្ធផ្ទាល់ផងគឺព្រះចេតិយស្លាប់ទៅកើតទេវលោកហើយពេលខ្លះយើងគិតថាព្រោះតែអត់រៀនបរមត្ថធម៌បែរជាយល់ថាមានសត្វបុគ្គលទៅមែនបន្ទាប់ពីចុតតិពីមនុស្សទៅកាន់ទេវលោកមែនអញ្ចឹងបនរបស់គាត់ហើយណែញោមរៀនប្រសូតអាចមច្ឆាតថេបានបើយើងអត់រៀនអភិធម្មពួកយើងសម្គាល់ថាមានសត្វបន្ទាប់ពីនាងនឹងស្លាប់ទៅហើយនាងនឹងទៅកើតនៅក្នុងទេវលោកដែលអត់យល់ដល់បរមត្ថធម៌ថាហ្នឹងទៅបដិសន្ធិក្នុងទេវលោកហ្នឹងគឺជាវិបាកចិត្តតែមួយគណៈទេតាគឺជាវិបាកបដិសន្ធិដែលមានកម្មជាបច្ច័យមួយតាមិនមែនមានសត្វណាចេះទៅដល់ទេវលោកហ្នឹងទេអញ្ចឹងបានយើងស្ដាប់តែប្រសូតតែម្យ៉ាងតែដូចទំនងដែរណាស្ដាប់គ្នាបានណាតែយល់ឲ្យបានជ្រៅជាងនឹងទៀតបានយើងយល់ដល់ហេតុបច្ច័យបានមិនញាប់ញ័រហើយច្បាស់លាស់គេមិនគេឲ្យយើងរៀនណាដោយអភិធម្មអីចឹងมันជាស្រួលរៀនប្រមាណទេតែជាកិច្ចបដិបត្តិក្នុងជីវិតប្រចាំថ្ងៃអញ្ចឹងអភិធម្មយើងតិចទៀតចូលទៅដល់សភាពឃើញរូបឬសំឡេងព្រះអភិធម្មទោះបីថាมันស្រួលរៀនតែជាមេរៀនបដិបត្តិក្នុងដំណើរជីវិតប្រចាំថ្ងៃយើងចង់និយាយថាខ្ញុំពិបាករៀនអភិធម្មខ្ញុំស្ទើរតែលះបង់អភិធម្មតែជាប្រកបដីរបស់យើងលះបង់អភិធម្មបានដែរឬអត់នៅឃើញរូបដែរអត់ឃើញរូបនោះមិនអភិធម្មចក្ខុវិញ្ញាណកើតឡើងឃើញរូបចក្ខុវិញ្ញាណធ្វើទស្សនកិច្ចឃើញរូបអភិធម្មឬមិនអភិធម្មតែនឹងអភិធម្មតាហើយឃើញរៀនមិនមែនអញ្ចឹងរៀនវានៅតែមានអញ្ចឹងគាត់ថាយើងយល់វាមិនបានអញ្ចឹងតែការឃើញរូបមួយជាអភិធម្មមួយបាទចុះអាការឮសំឡេងជាអភិធម្មបានដែរអត់សតវិញ្ញាណកើតឡើងធ្វើសវនកិច្ចក្នុងការស្ដាប់សំឡេងអភិធម្មទៀត
អដំណើរជីវិតប្រចាំថ្ងៃមានសុខមានទុក្ខនឹងឯងជាអភិធម្មបានដែរអត់នេះសង្គ្រោះជាអភិធម្មបាននឹងឯងមានទៅណាសភាវៈជាប្រកបដីក្នុងដំណើរជីវិតរបស់យើងឃើញរូបឬសំឡេងធំក្លិនដឹងរសនិងផោតថាពៈសពគ្រប់ឲ្យតែជាដំណើរនៃពិតរហូតដល់ដែលឮពាក្យថាធម្មៈគឺជាដំណើរមួយដែលជាសភាវៈពិតមិនអាចប្រកែកបានដោយនៃអភិធម្មទោះបីអ្នកឯងបដិសេធថាអភិធម្មពិបាករៀនអ្នកឯងមិនយល់តាមពុទ្ធវចនៈអ្នកឯងគិតយ៉ាងនេះយ៉ាងនោះក៏ដោយតែឲ្យរត់ចេញអំពីលោកនេះផុតអំពីអភិធម្មគឺចេញអត់ផុតទេហើយយើងតើខ្ញុំកើតទុកណារាល់ថ្ងៃខ្ញុំសប្បាយចិត្តណារាល់ថ្ងៃរឿងនេះរឿងនោះអត់មានចេញផុតពីអភិធម្មអត់មានចេញផុតអំពីសភាវៈចាអញ្ចឹងបានអ្នករៀនធម៌មានសេចក្តីសុខបាទញាតិញោមរៀនធម៌មានសេចក្តីសុខប៉ុន្តែរៀនឲ្យច្បាស់ដែរបាទរៀនដោយគិតអំពីហេតុបច្ច័យបានច្រើនព្រមជាមួយនឹងជីវិតនឹងបានច្រើនអត់សូវកើតទុកច្រើនអត់សូវមានកង្វល់អីច្រើនដែរកង្វល់វានៅតែមានតែបានចេះដោះចិត្តខ្លួនឯងឲ្យរួចចាក់កង្វល់សភាវៈទាំងអស់តាំងពីការឃើញរូបតាំងពីការឮសំឡេងហើយមានបង្រៀនយើងសពគ្រប់ទៅហ្នឹងអភិធម្មហ្នឹងបាទមានអភិធម្មឯណាក្រៅអំពីសភាវៈហ្នឹងបើថាមកថាគាត់តែឃើញរូបជាអភិធម្មមួយហើយយើងចង់កិច្ចពីអភិធម្មតែសួរតែភ្នែកនៅលែងឃើញរូបហើយអត់ទេនៅតែឃើញរូបអញ្ចឹងមានផុតទៅណាពីអភិធម្មឯងចង់ឮសំឡេងលែងចង់ឮសំឡេងបុគ្គលហ្នឹងឬក៏លែងចង់ឮសំឡេងធុញទ្រាំតែចង់តិចកិច្ចផុតអំពីលោកសំឡេងទៅណាក៏វាសំឡេងដែរបាទឲ្យតែនៅសោតថាវិញ្ញាណនៅកើតឡើងធ្វើសវនកិច្ចក្នុងការស្ដាប់ហ្នឹងហើយអញ្ចឹងជាមួយថ្ងៃស្អែកនេះថ្មចង់រំលឹកមេរៀនអកុសលចិត្តអំពីចិត្តហ្នឹងឲ្យអត់ល្អឡើងវិញទេសិនចាំចូលទៅក្នុងអហេតុកចិត្តហើយរៀនតែថ្មគាត់លើកទឹកចិត្តថាបើមានពេលគួរតែរៀនទោះដូចថាឆ្នាំព្រះពិធម្មនឹងរៀនទៅវារឿងក្រាស់ក្រែលដែរណាឆ្នាំវារឿងកាចដែរអញ្ចឹងវារឿងពិបាកទទួលយកក្នុងការទទួលយកប៉ុន្តែរៀនតែអនុវត្តក្នុងជីវិតទៅបានថាមានសេចក្តីសុខច្រើនបាទហ្នឹងហើយអញ្ចឹងក្នុងថ្ងៃនេះយើងចប់សង្ខេបថាដោយនិយភូមិនៃអំណាចរបស់ពុទ្ធជនដែលសម្គាល់ខុសហើយយើងមកមើលអំពីភូមិរបស់ព្រះសេខបុគ្គលវិញម្ដងព្រះសេខបុគ្គលជាបុគ្គលដែលនៅមានការសិក្សាណាសេខហ្នឹងគឺថាជាបុគ្គលដែលនៅមានការសិក្សាបុគ្គលក្នុងโลกនេះមានបុគ្គលកំពុងសិក្សាបុគ្គលសិក្សាហើយក៏បុគ្គលដែលផុតចាកអំពីការសិក្សាដែលយើងជាបុត្រជននេះរកកន្លែងសិក្សាណាតកតានៅក្នុងសិលសមាធិបញ្ញាឲ្យបានចម្រើនឲ្យបានបរិបូរណ៍សិក្សាក្នុងទីនេះនឹងរហូតដល់ថាជាសិក្សាដល់ខ្ពស់ដល់ប្រសើររហូតដល់អាចរំដោះខ្លួនចិញ្ចាំពីសេចក្តីទុក្ខនឹងទៅបានតតែឆ្លាតតតែចេះអញ្ចឹងអំណាចរបស់មាមិនមែនស្រួលទេបងមិនមែនឲ្យយើងទៅងាយងាយទេណាសំបីព្រះអង្គមាដេញតាមរហូតហ្នឹងហើយចាំព្រះសមណគោតមដែលយើងហ្នឹងទៅណាមាហ្នឹងតាមមើលទោសតាមមើលកំហុសរហូតដល់ថាបើព្រះអង្គខុសចាប់កំហុសកន្លែងនឹងយកមកព្រោះមិនចង់ឲ្យចេញចាកអំពីចំណងរបស់មាអញ្ចឹងណាមាដែលអត់ថាសម្លាប់ដែលអត់ថាបៀតបៀនហ្នឹងវាអត់ស្រួលអញ្ចឹងបាទញោមសុផលបាទសុផលដែលបានសើមានបាសអានលោកម្ចាស់នេះអានលេខគ្នាទី3កណាលោកម្ចាស់អរគុណលោកម្ចាស់ខ្ញុំកណាសូមអានអឺលេខគ្នាលេខ3ដូចតទៅមនាលភិក្ខុទាំងឡាយភិក្ខុណាជាសិក្ខបុគ្គលមិនទាន់បានសម្រេចអរហត្តកំពុងប្រាថ្នានៅធម៌ដ៏ក្សេមចយុគៈអរហត្តដ៏ប្រសើរភិក្ខុនោះឯងដឹងច្បាស់នៅផែនដីថាជាផែនដីពិតលុះដឹងច្បាស់នៅផែនដីថាជាផែនដីពិតហើយក៏មិនរាប់អាននៅផែនដីមិនរាប់អានក្នុងផែនដីមិនរាប់អានថាជាផែនដីពិតមិនរាប់អានថាផែនដីជារបស់អញមិនត្រេកអរនឹងផែនដីដំណើរនោះព្រោះហេតុអ្វីតថាគតពោលថាព្រោះភិក្ខុជាសិក្ខៈនោះក៏បីកំណត់នៅដំណើរនៃផែនដីនោះបានសូមចុះក្រោមតិចលោកម្ចាស់កណាលោកម្ចាស់ពេភិក្ខុជាសិក្ខបុគ្គលដឹងច្បាស់នៅទឹកភ្លើងខ្យល់ពួកសត្វពួកទេវតាមាព្រំ
ពួកអភិសរៈព្រំពួកសុភៈកិណហព្រំពួកវេហៈស្អីព្រំលោកម្ចាស់អានថាម៉េចហ្នឹង វេហផលៈព្រំ វេហៈផលៈព្រំអសញ្ញិស័តអាកាសានណាចយតនៈព្រំវិញ្ញាណាចយតនៈព្រំអកិញ្ចញ្ញយតនៈព្រំនេវសញ្ញានាសញ្ញាយតនៈព្រំរូបាយតនៈសត្យាយតនៈមុតៈវិញ្ញាតៈរបស់ដូចគ្នារបស់ផ្សេងគ្នាវត្ថុទាំងពួងនិងបរិនិព្វានថាជានិព្វានពិតលុះដឹងច្បាស់នៅនិព្វានថាជានិព្វានពិតហើយក៏មិនរាប់អាននៅនិព្វានមិនរាប់អានក្នុងនិព្វានមិនរាប់អានថានិព្វានពិតមិនរាប់អានថានិព្វានជារបស់អញមិនត្រេកអរនឹងនិព្វានដំណើរនោះព្រោះហេតុអ្វីតថាគតពោលថាព្រោះភិក្ខុជាសិក្ខបុគ្គលនោះក៏បីកំណត់នៅដំណើរនៃផែនដីជាដើមនោះបានចុះក្រោមទៀតលោកម្ចាស់ បើសាធុចប់ហើយចប់នៃយៈភូ ក មិ ណា បរិច្ឆេទទី 2 បាទ ចប់នេះ សាធុនេះតែខ្លីដោយសារទី1បានពឹស្ដារច្រើនអញ្ចឹងចំណុចសិក្ខាបុគ្គលនេះតិចប៉ុណ្ណឹងចាំញាតិញោមធ្លាប់ឮហើយថាសភាពអត្តភាពរបស់យើងអាស្រ័យជាមួយនឹងការប្រព្រឹត្តជាមួយនឹងគុណធម៌នេះថ្លឹងថ្លែងគ្នាទៅដោយគុណធម៌ណាមានគេថាបទជនយើងនេះញាតិញោមខ្លះនៅតែប្រើពាក្យខុសឧទាហរណ៍ថាគាត់ធ្វើអីខុសអញ្ចឹងណាហើយប្រសង់នៅចិត្តប្រសង់ដល់ពេលលោកថាញោមធ្វើនេះខុសហើយគាត់ថាធ្វើមិនទេលោកម្ចាស់ហើយកណាបទជនធម្មតាអញ្ចឹងគាត់ចង់ចោទថាម៉េចបាទគាត់ចង់ថាលោកនឹងជាអ្នកណាបាទដោយសារប្រើពាក្យនឹងវាអត់ត្រូវគាត់ចង់ប្រើឲ្យត្រូវឯងទោះធ្លាប់ឮពាក្យថាម៉េចពាក្យថាបទជនណាវាបទជនហ្នឹងញាតិញោមខ្លះគាត់សម្គាល់ថាតែកុហកឯងដល់ពេលអ្នកបួសប្រហែលមិនមែនអញ្ចឹងឯងមើលញាតិញោមមានញាតិញោមណាធ្លាប់ប្រើអញ្ចឹងឯងឥឡូវនេះអត់ទេលោកម្ចាស់អត់ទេលោកម្ចាស់ថុជនគឺទាំងអស់ហ្នឹងសូម្បីតែលោកម្ចាស់ដែលបួសហើយហ្នឹងលោកម្ចាស់នៅមានកិលេសមានអីនៅឡើយក៏ជាបថុជនដែរលោកម្ចាស់ញាតិញោមស្មាធ្លាប់ឮអញ្ចឹងបទជនត្រូវដាក់បុគ្គលចុះបទជនបុគ្គលសេខៈបុគ្គលហើយនឹងអសេខៈបុគ្គលបើយើងចែកទៅក្នុងបុគ្គលនេះចែកដោយគុណធម៌ណានឹងចែកដោយគុណធម៌ចែកដោយបុគ្គលនោះបានប្រារព្ធនៅសេចក្តីព្យាយាមដោយកម្រិតណាថ្នាក់គុណធម៌ទីហោថាយើងរាល់ថ្ងៃនៅអីនៅមានការប្រព្រឹត្តទៅក្នុងទានសិលភាវនាឬក៏បំពេញទៅនៅក្នុងសិលសមាធិបញ្ញាប៉ុន្តែសួរថាតើសិលសមាធិបញ្ញារបស់យើងនឹងបានបរិបូរណ៍ហើយឬនៅឬក៏ថាជាសិលដែលជាកម្ពូលគេហៅថាអធិសិលសិក្ខាអធិបញ្ញាសិក្ខាឬក៏អធិបញ្ញាសិក្ខាហើយឬនៅថាអត់តន់បរិបូរណ៍ទេតែកំពុងតែព្យាយាមអញ្ចឹងបទជនដែលម្ដងមានចិត្តប្រែប្រួលម្ដងធ្វើកុសលម្ដងធ្វើអកុសលម្ដងត្រូវកិលេសដឹកនាំម្ដងត្រូវបញ្ញាដឹកនាំនេះយើងមើលពុទ្ធជនរបស់យើងដូចលំដែរដែរវាអត់តន់ជាលំនឹងមួយច្បាស់លាស់ទេហើយសិលសមាធិបញ្ញារបស់យើងហ្នឹងក៏វាមានតាមសភាពអញ្ចឹងដែរពេលខ្លះមានសិលហើយតែសិលហ្នឹងក៏ត្រូវវិនិច្ឆ័យទៅវិញពេលខ្លះបានសមាធិខ្លះសមាធិហ្នឹងក៏បាត់បង់ទៅវិញពេលខ្លះមានបញ្ញាពេលខ្លះអត់មានបញ្ញាសោះតែម្ដងធ្វើអ្វីទាំងងងឹតងងល់ហើយសួរថាធម៌នឹងមានអីចម្លែកដែរឬអត់ថាអត់ទេព្រោះតែសភាពរបស់ពុទ្ធជនដែលថាក្រាស់ទៅដោយកិលេសនឹងវាដឹកនាំម្ដងចេះកិលេសវាអត់ដឹកនាំទេបញ្ញាវាដើរតួម្ដងវានាំចោះអញ្ចឹងបានពុទ្ធជនវាអត់ទាន់ធ្វើនៅសិក្ខាដែលសំខាន់នេះដូចក្នុងសាសនានេះបងសម្ដែងថាសិក្ខាដ៏សំខាន់គឺសិលសមាធិបញ្ញាដែលជាដំណើរជាបរិបទាទៅកាន់ទីរំលត់ទុកមិនអាចចោលសិលសមាធិបញ្ញាទេអញ្ចឹង
chẳng chập này bán á hay là ta bờ mình bán đấy chăm xua chẳng saoสมาธิปัญญา cho เสกขะบุคคลវិញเสกขะបុគ្គលគឺបុគ្គលដែលមានការសិក្សាអញ្ចឹងព្រះសិក្ខបុគ្គលចំណុចទី2នេះគឺបុគ្គលដែលមានការសិក្សាអីមិនមែនទៅសិក្សាអីដតីក្រៅអំពីក្នុងសិលសមាធិបញ្ញាប៉ុន្តែគេហៅថាអធិសិលសិក្ខាអធិចិត្តសិក្ខាឬក៏អធិបញ្ញាសិក្ខាឲ្យធ្វើនៅសិលសមាធិបញ្ញារបស់ខ្លួនហ្នឹងឲ្យបានបរិបូរណ៍ប្រសើរឡើងអញ្ចឹងកំពុងតែដើរផ្លូវកំពុងតែប្រព្រឹត្តបដិបត្តិធ្វើនៅសិលសមាធិបញ្ញារបស់ខ្លួនហ្នឹងឲ្យបានបរិបូរណ៍ឡើងចាប់ផ្ដើមបំពេញឡើងបើគិតទៅកន្លែងនេះបើនិយាយពីព្រះរាជបុគ្គលមានព្រះសោតា1ព្រះសកទាហើយនឹងព្រះអនាគានឹងដាក់ធំថាមានព្រះរាជបុគ្គល3គឺនៅមានការសិក្សាសោតាសកទាអនាគាបើគិតដោយសភាវធម៌មួយទៀតសំបីអរហត្តមគ្គដែលកើតឡើងកំពុងតែប្រហាបង់នៅកិលេសឬក៏លះបង់នៅកិលេសដែលមិនតាន់ដាច់ជាសមុជ័យដែលកំពុងអាហ្នឹងក៏អាចជាសិក្ខាបានដែរប៉ុន្តែយើងគិតចេះទៅថាសោតាសកទាអនាគាព្រោះបុគ្គលហ្នឹងនៅមានការបំពេញនៅសិលសមាធិបញ្ញាហ្នឹងឲ្យបានបរិបូរណ៍ចំណែកមួយទៀតហៅថាអសិក្ខបុគ្គលអសិក្ខបុគ្គលនឹងអត់មានការសិក្សាទេមិនបានអត់មានការសិក្សាអសិក្ខអត់មានការសិក្សាព្រោះតែសិលសមាធិបញ្ញារបស់លោកបានបំពេញដោយបរិបូរណ៍ហើយมันមានកិច្ចអីនៅក្នុងសាសនាដែលត្រូវធ្វើទៀតដល់ត្រឹមអរហត្តហ្នឹងហើយអញ្ចឹងយើងថាព្រះអរហន្តហ្នឹងគឺជាកម្ពូលហើយបាទលែងមានអីដែលត្រូវសិក្សាតទៅទៀតហើយមិនថាពាក្យថាសិក្សាដូចបញ្ជាក់អញ្ចឹងគឺថាបំពេញនៅសិក្ខានៅក្នុងសាសនានេះបានបរិបូរណ៍ហើយមានសិលមានសមាធិមានបញ្ញារបស់លោកហ្នឹងគឺថាបរិបូរណ៍ហើយអត់មានអីត្រូវបំពេញត្រូវប្រារព្ធទៀតទេសិលសមាធិបញ្ញារបស់លោកបរិបូរណ៍ហើយគេថាអស់មាននៅការសិក្សាសាសនៈព្រហ្មចរិយធម៌នេះលោកបានបំពេញចប់បរិបូរណ៍ហើយនៅក្នុងសាសនានេះរងចាំតែថ្ងៃបរិនិព្វានអញ្ចឹងណារងចាំនៅថ្ងៃបរិនិព្វាននេះគឺសម្រាប់ព្រះអរហន្តឬក៏ព្រះអសិក្ខបុគ្គលប៉ុន្តែយើងក៏លេចមើលមកពុទ្ធជនយើងសិលបានបរិបូរណ៍កម្រិតណាធ្វើបានដោយកម្រិតណាសមាធិបានដោយបញ្ញាបានដោយកម្រិតណាបញ្ញាបានដោយកម្រិតណាយើងដឹងហើយនៅលឹបដែរនេះពុទ្ធជនណាឧបមាថ្ងៃមុនថាអមតកសៈពុទ្ធជនោវិយៈណាតែពុទ្ធជនឧបមាប្រៀបដូចជាមនុស្សឈួតចាពុទ្ធជនវាប្រែប្រួលចាម្ដងចេះម្ដងចោះពុទ្ធជនយើងវាមានទៀងអីហើយក៏វាអត់មានចម្លែកដែរព្រោះធម៌ហ្នឹងវាអញ្ចឹងបើថាយើងទៀងទាត់ទៅតែជាសិក្ខៈឬក៏អសិក្ខៈបាត់ហើយតែព្រោះតែមិនទៀងនឹងឯងអញ្ចឹងមិញយើងដឹងហើយថាសភាពនៃពុទ្ធជនសម្គាល់ខុសហើយចុះព្រះសិក្ខបុគ្គលតើបថវ័យក្តីអបោធាតុក្តីតេជោក្តីវិយោធាតុក្តីហ្នឹងមានសភាពយ៉ាងដូចម្ដេចពុទ្ធជនមានការសម្គាល់ខុសចុះសម្រាប់ព្រះសិក្ខបុគ្គលវិញថាព្រះសិក្ខបុគ្គលទោះបីជាមិនតាន់ដាច់ជាសមុជ័យទាំងអស់តែលោកក៏ឃើញទុកទោសដែរលោកបានលះបង់បានច្រើនបាទអញ្ចឹងលោកលះបង់បានច្រើនអ្វីណាដែលគួរអ្វីដែលមិនគួរហ្នឹងគឺលោកចាប់ផ្ដើមដឹងគាត់ថាលោកត្រូវតែបំពេញបន្តទៀតត្រូវតែមានការសិក្សាតទៅទៀតដើម្បីរំដោះខ្លួននឹងចេញចាកអំពីសេចក្តីទុក្ខរហូតដល់អរហត្តមគ្គចុងក្រោយបាទជំរឿនមើលថាកថាឲ្យបន្តិចต้องមានឱកាសតិចទេបាទនៅក្នុងបុត្រជនបុគ្គលហ្នឹងដូចជាបុត្រជនហ្នឹងដូចជាមាន2ទៀតមានកល្យានបុត្រជនហើយនឹងអន្តពាលបុត្រជនមិនណាទៀតកណាដូចរៀនមកដូចចាំហ្នឹងហើយកល្យានបុត្រជនហើយនឹងអន្តបុត្រជនណាទៀតអន្តនេះសម្ដៅយកបុត្រជនតែម្ដងបាទតែបែកល្យានវាបានដឹងបានឃើញខ្លះតែវាមិនទាន់បានលះបង់ដែរអញ្ចឹងចាប់យកថាបុត្រជនតែម្ដងអញ្ចឹងបាទអាត្មាដូចបានបញ្ជាក់សួរញាតិញោមអញ្ចឹងយើងចិត្តរបស់ញាតិញោមទៀងក្នុងកុសលរហូតទេយើងនេះញោមក្តីអាត្មាក្តីចាស់បើអាត្មាដឹងខ្លួនឯងតែអាត្មាសួរញោមចិត្តរបស់ញោមទៀងក្នុងកុសលរហូតទេអត់ទៀងរហូតទៀងរហូតទេទៀងអីនេះលុបសារលុបទៅកោដូរដែរវាប្រែប្រួលដែរអត់ប្រែប្រួលម្ចាស់គ្រូប្រែប្រួលដែរតាមម្ចាស់គ្រូដូច7ពេកលោកចាស់
Bần bê nhưng đôi khía luôn lịch chả. đại cái tiền ngày khác có kết trường ác to là đại tiền là tới có ban kết trường to chân từ ហើយសួរថាសិលបានបរិបូរណ៍ហើយនៅ នៅ Đôi លោក toàn ចា chị bò khăn thế. មិនទាន់បរិបូរណ៍ទេទៀន មាន ព្រោះ នៅ អី តើទេនៅ ព្រោះអីមិនដែល មិន ដែល ទាន់ យក បរិសុទ្ធ មិនដែលបានយកសក្ខៈណូស្អីកម្មបត្តិយកមកផ្ទៀងផ្ទាត់ផងលោកចា បាទ កម្មប អត់ ត្តិ ទេបើតែយើងដឹងកម្មបត្តិយើងដឹងខ្លួនឯងអូនបើសិនយើងមិនដឹងតែទៀមតតែបើយើងដឹងកម្មបត្តិខ្លួនឯងហើយយើងចារណាខ្លួនឯងបានអញ្ចឹងដូចយើងថាបាន200 150អញ្ចឹងណាដឹងខ្លួនឯង ត្រូវហើយអ្នកបងប៉ុន្តែគាត់ថាយើងអត់ដែលបានយកមកផ្ទៀងផ្ទាត់ដល់អញ្ចឹងវាដូចពេលខ្លះ វា អូ រឿង ដូចខំបន្តិចអូដូចខ្វះបន្តិច នេះឧបមាដូចយើងចំគោណាចំហើយមិនបាច់គោនឹងមិនបាច់ម៉ាអីទេណោះបាច់ទេណាបានស៊ីស្មៅហើយនៅបានផឹកទឹកហើយនៅបានដេកហើយនៅអត់ទេចាំហើយណាចាំចោលហ្មងហ៎ វាមិនទៅណា យកចឹងទៅ ហ្នឹងហើយ បើយើងស្កប់ស្បត់អានឹងអត់អីទេយើងស្គាល់ស្កប់ទៅ ចឹង ណារៀនយើង ជ្រាបខ្លួនឯងព្រោះហើយលោកថាញោមពិសេសយ៉ាងមិនដឹងណាយើងមើលថាសិលបរិបូរណ៍ហើយនៅចុះសមាធិបរិបូរណ៍ហើយនៅ នៅស្មោះ នៅ នៅលោកម្ចាស់នៅ នៅលោកម្ចាស់នៅ នៅ ច្ ស្មោះ រើន នៅខ្លាំងទៀតហើយបញ្ញា បាទ បញ្ញាក៏មិនរលឹកតាន់ពេល បញ្ញា វេលា នោះក៏ មិន នៅ តន់ដែរ ខ្ចីណាលោកម្ចាស់គ្រូ អញ្ចឹងដែលឈ្មោះថាពុទ្ធជនហ្នឹងវាត្រូវដែរអត់ ត្រូវ នៅ ត្រូវហើយ 110%លោកម្ចាស់ ហ្នឹងហើយដែលឈ្មោះថា ប្រឹង វា តែបានខ្លះនៅខ្លះម្ចាស់គ្រូ ហ្នឹងហើយថាហ្នឹងហើយពុទ្ធជនហ្នឹងហើយវាខំអភិវឌ្ឍពីអន្តៈមកជាកល្យានមកហើយអភិវឌ្ឍតទៅទៀតព្រះអរិយបុគ្គលជាព្រះសេខក្រីព្រះសេខក្រីលោកមានបដិសន្ធិមកជាព្រះអរហន្តណាមែនទេហើយការចេញពីការបដិបត្តិ ហើយ ពីពុទ្ធជនយើងនេះទៅដែរអញ្ចឹងតែយើងគិតទៅសភាវៈថាវាអត់តាន់បរិបូរណ៍ទេកុំថាខ្ញុំរៀនបានប៉ុណ្ណឹងដែរខ្ញុំបរិបូរណ៍អត់ទេអាហ្នឹងដូចមានអ្នកខ្លួនឯងទេណាតែលើកដំកើងខ្លួនឯងទៅវិញទេអាហ្នឹងកាលណាបើលើកកាន់ខ្ពស់ធ្លាក់ក៏កាន់តែឈឺដែរណាយោមែនទេ យើងស្គាល់យ៉ាង លោ ទៅ កម្ចាស់ ហ្នឹងហើយកាលណាដូចឡើងដើមឈើកាលណាខ្ពស់ធ្លាក់ឲ្យកាន់តែឈឺដែរណា អាហ្នឹងគេថាពុទ្ធជនហើយក៏អត់មានអីចម្លែកដែរព្រោះក្រាស់ទៅដោយកិលេសអាស្រ័យទៅដោយវត្តដាក់បើពុទ្ធជនសតតែជាអ្នកឆ្លៀសមានភ័យវិញណាហើយថាអស់អ្នកនៅក្រោមអំណាចរបស់ខ្លួនណាហើយដល់ពេលពុទ្ធជននៅច្រើនមានអត់អីទេមានត្រេកអរវិញណាមានគាត់បានឱកាសទៅបានអ្នកឯងទាំងឡាយនៅក្នុងអំណាចហ្នឹងខ្ញុំសប្បាយចិត្តវិញនឹងយល់នៅក្នុងន័យហ្នឹងថាពុទ្ធជនដែលជាអ្នកក្រាស់ទៅដោយកិលេសរមែងសម្គាល់ដោយសភាពខុសអីសពគ្រប់តាមដំណើរហ្នឹងมันអាចប្រកែកបានទេហើយក៏ខំអភិវឌ្ឍទៅណាពីពុទ្ធជនៈកោតពីកោតរបស់ពុទ្ធជនហ្នឹងឡើងតទៅទៀតដើម្បីចម្រើនទៅដោយគុណឡើងតទៅទៀតឬក៏បំពេញសិក្ខារបស់ខ្លួនឲ្យបានបរិបូរណ៍ហ្នឹងហើយឥឡូវយើងមើលសេចក្តីបន្តសម្រាប់ព្រះសិក្ខៈ ដូចស្មានបដាពយល់បដាតែម្ដងទៅសម្រាប់ព្រះសិក្ខៈបុគ្គលដូចបានពយល់មកអញ្ចឹងថាបុគ្គលដែលនៅមានការសិក្សាសោតព្រះសោតតាមព្រះសក្តិព្រះអនាគានេះព្រះអនាគាហ្នឹងក៏នៅតែមានការសិក្សាដែរព្រោះមិនព្រោះមិនតាន់អស់នៅការសិក្សាចឹងសាលសមាធិបញ្ញារបស់លោកត្រូវតែចម្រើនតទៅទៀតដើម្បីឲ្យបរិបូរណ៍ នៅក្នុងលេខគៀបទី4ព្រះតកថាបានសម្ដែងបន្តថាព្រះដែលមានពភាកព្រះអង្គសម្ដែងនៅការប្រព្រឹត្តទៅរបស់ពុទ្ធជនដែលមានធម៌ដូចជាសកាយតថេទាំងអស់ជាមូលក្នុងវត្ថុធាតុចាសកាយៈហ្នឹងគឺថាចាប់ប្រកាន់នៅអត្តាទូខ្លួនយើងគេហ្នឹងគឺដំណាយសកាយៈសកាយតថេមានការប្រកាន់មានការសម្គាល់នៅក្នុងអីនៅក្នុងបតវ័យធាតុអបោធាតុតេជោវិយោមកហោហែនៅក្នុងធាតុនៃទី1របស់ពុទ្ធជនហ្នឹងគឺសម្គាល់ខុសអញ្ចឹងហ្នឹងមិនបានសម្គាល់ខុសនេះថាព្រោះតែពុទ្ធជនមាននៅសកាយតិដ្ឋិទាំងអស់ដែលជាមូលនៅក្នុងវត្ថុធាតុចាប់រូបចាប់អបតវ័យធាតុចាប់អបោធាតុវិយោធាតុទាំងអស់ដែលធាតុទាំងអស់នោះគឺជាធាតុមិនដឹងគ្រាន់តែជាការផ្សំគុំគ្នា
ban chỉ ạt tập hiệp dương mùi màu tại bánh nhá cái này to tại bánh nhá châu tới bị cha là bánh nhá châu tự đăng bàn khơi thao bát thọ tiếng nó chỉ thiên bênประกอบการประองการนึงสำได้ในเสกขาบุคคลมันมาดองขนมวัตถุที่ต่างออกโดยนี้เติบตราไทยโยเปะซาวปีโคเสกข่าวบรรดาบอดแต่นู้โยจะได้จีบอดประดามจะมาหัวหายมั้งลูกสำได้เราไม่โปรโมทในบุคคลดาวเพียบสมาคนี้ในอารมณ์มันไม่โปรโมทนี้ได้เพียบเซงนี้ในบุคคลเตะใต้ดอยกำหนดอย่างเตี้ยปานดอลบุคคลได้มีนติดไทยวิบัติขนมตีนี้ผมลองยกบุคคลได้สมบูรณ์ดอยติดไทยเพียบสมาคนี้ในบุคคลแต่งปีมันมีนอารมณ์ได้บุคคลปูมวยดำบงเนี่ยมีนติดไทยวิบัตินั่นโปรการยุลข้อปัจจุบันนะติดไทยวิบัตินั่นคือสมได้ถามวิบัติคือติดไทยคือมีการประกันข้อสมก้อนข้อยุลข้ออย่างนะอารมณ์ระบบบุคคลปุกราวแต่งนี้เนี่ยสมบูรณ์ดอยติดไทยก็โดยชนได้จึงลูกโปรโมทในบุคคลได้เพียบเซงนี้ได้เพียบสมาคนี้ในอารมณ์มันบ้านโปรโมทยกเพียบสมาคนี้ในบุคคลเป็นจังอารมณ์แบบสิ่งที่แต่ว่าบุคคลถ้าปัจจุบันหรือก็ประเสริฐค่ะจังลูกหนึ่งสำได้ยันยมอ่านมาเนี่ยอ๋อจังได้เลยบอดมวยลูกหนึ่งเลิกเมาไปอยู่แล้วเป็นองค์ประแต่ท่าโดยบอดท่าเสกข่าวนั่งเสกขาได้มีสิ่งใดท่าเสกขาปรุอัดโดยมาได้นั่นเสกขานั่งลูกสู้น้องประแต่ท่าโดยจอยยืนโยท่าตาได้แพ้ท่าประเสกขาบุคคลนั่งเสกขาตาโดยมาได้ชลอยแท้ได้จมูกแท้เสกขะปรุบานดอลเสกขะทอซ้ำเปิดได้ประดมราได้ประองสันได้มันเนี่ยปีเขาแต่งลายตูสูแท้บอเปิดประองดอยจมราได้จมูกแท้เสกขะดอยทอตรมนาสู่ทอแต่ทอตรมน้ำบานจมูกแท้เสกขะประองตรงตราตอบแท้มันเนี่ยปีเขาแต่งลายปีเขาขนมทอมาวินัยนี้ได้จีเนประกอบลายสมาติเทจีเสกขะการโยนตรึจีการดาวไม่ชมูทาเสกขะจีดาวมั้งจีเนี่ยประกอบได้สมาธิจีเสกขะปีเข้าชมูทาเสกขะโดยทั่วปนอไอจึงได้ชมูทาเสกขะโปรแต่มีสมาติเทสมาสังกปะสมาวิจาสมากรรมตะสมาอาชีวะนึกนออะไรอย่างเงี้ยนะเราโหดดอสมาสมาธิจีเสกขะชมูทาเสกขะนั้นก็โดยสภีบัตทอดท่าจับประดามอมปีกายโยลตรึตื้อมีสมาธิได้แต่โยลตรึตื้อวิจิประเดี๋ยวปฏิตื้อเหมือนไงประเดี๋ยวปฏิแต่การตีรวมรถตัวคืออะไรอย่างเงี้ยไงจังมีนจับปีสมาธิคือกายโยลตรึตื้อเปิดสลับปันนั่งสลับโดยสภีเวทท่าเจ้าเนี่ยนะได้มีสมาธิยังก็thấy nhomประกันนะnhomกันนะสังครูโจได้แต่nhomกันนะมีสมาธิได้ตาสมาธิได้กำลังหน้าดอลปันนะนั่นก็มวยตีมาแต่ไทยบานคลาโยลไฮท์พอลบอลบาบินคลาแต่เปคลาเทสก็บัดสมาแต่ไทยได้ปรูแต่สกายแต่ไทยจมมาจับมาชาแต่ไทยก็มีได้เจ้าเบิกกระถาบอกโก้ได้ชมูทาเสกะไปแล้วปรูอัดทาเนื้อศึกษาโดยชนะคลาบอกโก้ได้ชมูทาเสกะบานยิทาปรูแต่เนื้อมีการศึกษาซ้อมปัดโดยได้ประดมราได้ปองตรงตรัสตุกทาปิโคศึกษาโดยชนะเองโดยชนะเติบชมูทาเสกะสูทาประเสกะบอกโก้เราไม่ศึกษาไว้เนี่ยแต่ประเสกะบอกโก้แต่เนื้อมีการศึกษานั้นศึกษาโดยยืงได้หรือก็ศึกษาเนื้อไว้บันชลอยทาเราไม่ศึกษาอธิสารเสกะคละอธิจัตตะเสกะคละอธิอัธปัญญาเสกะคละเราไม่ปีโคเราไม่ศึกษาอย่างนี้ชมูทาโลกในโลกเติบบานปูทะเสกะจังตรายแต่บ่มเป็นในขนมไอในขนมเซลออยไกลแล้วในบานประสาเซลอธิเซลเสกะอธิจัตตะเสกะจัตตะหรือก่อนสมาธินะนึ่งอธิปัญญาเสกะหรือก่อนเทปัญญาเสกะเทอในเสกะต่างใบได้ชื่อกับปูในทอต่างใบนั้นออยบานบริโบตาบานบริโบหายหรือไหนยังเมื่อสำหรับประเดี๋ยวบุคคลธนาตีบ้านนะสาวตาสักเตียนาเก๋ก็ในแต่บ่มเป็นนะเซลเอาเตอร์จีไซlàสิกขานั่นคือถ้าเซลได้ประสามันโยเซลยังธรรมดาได้เซลยังธรรมดาก็เวจับประดามแต่ยังจับประดามจัดโจแต่หรือก็คอมสังรวมคอมประพฤติได้บานแต่จีเซลเชียนนี้เหมือนเซลระบบเนี่ยโยมเกย์จังคือถ้าเซลได้บานประสาแต่จีอธิไซละสิกขาอธิจัตสิกขานั้นดำก่อนจะหรือก็ปัญญาหรือก็ธรรมะที่นั่นเอง
ហើយអធិបញ្ញាសិក្ខាឲ្យទៅជាបញ្ញាដ៏ប្រសើរផ្ដើមចេញពីបន្តិចតិចផ្ដើមចេញពីការចម្រើនមានការពិចារណានៅក្នុងអត្តភាពរបស់ខ្លួនយើងនឹងឯងព្រោះអត្តភាពរបស់យើងវាមានដីទឹកភ្លើងខ្យល់នៅក្នុងនឹងចម្រើនពីក្នុងនឹងទៅវិញដោយការពិចារណានៅក្នុងសភាពលក្ខណៈចាប់ពីរូបមិនទៀងទៅនាមរូបបរិច្ឆេទញ្ញាណអញ្ចឹងឈ្មោះថាសិក្ខាព្រោះតែត្រូវធ្វើសិក្ខានេះឲ្យបានបរិបូរណ៍បុគ្គលណាសំបីជាកល្យាណពុទ្ធជនហ្នឹងដែលបានចែកមែនទេថាពុទ្ធជនវាមានជាកល្យាណពុទ្ធជននិងអន្តរពុទ្ធជនតែរាប់ថាបុគ្គលណាដែលជាពុទ្ធជនជាកល្យាណល្អប្រសើរជាអ្នកធ្វើឲ្យបរិបូរណ៍ដោយអនុលោមបដិបទាមានសិលបរិបូរណ៍មានទ្វារក្សាឲ្យក្នុងឥន្ទ្រីទាំងឡាយដឹងប្រមាណក្នុងការបរិភោគភោជនតាមប្រកបសេចក្តីព្យាយាមរបស់បុគ្គលអ្នកភ្ញាក់តាមប្រកបភាវនានុយោគនៅពុទ្ធិបក្កយធម៌អស់រាត្រីនោះនឹងចុងរាត្រីដោយគិតថាយើងនឹងសម្រេចសាមញ្ញផលណាមួយក្នុងថ្ងៃនេះឬព្រឹកនេះបុគ្គលនោះលោកហៅថាសិក្ខៈព្រោះកំពុងសិក្សាអញ្ចឹងដោយន័យនេះដែលថាបុគ្គលដែលសម្រេចបដិវេទបណ្ណោះលោកបំណងយកសិក្ខៈមិនបានបំណងយកពុទ្ធជនទេអញ្ចឹងក្នុងសេចក្តីនេះលោកសំដៅយកបុគ្គលដែលសម្រេចបដិវេទគឺការចាក់ធ្លុះតែពុទ្ធជនបានដែរឬអត់ពុទ្ធជនអាចសង្គ្រោះបានត្រង់ថាកល្យាណពុទ្ធជនឲ្យទៅជាកល្យាណពុទ្ធជនជាអ្នកបរិបូរណ៍ដោយអនុលោមបដិបទាមិនទៅអនុលោមបដិបទាអនុលោមបដិបទាហ្នឹងយ៉ាងម៉េចឲ្យថាជាបដិបទាដែលប្រព្រឹត្តទៅដោយការពិចារណារហូតដល់ឃើញច្បាស់នៅក្នុងអត្តភាពនៅក្នុងនាមរូបរហូតដល់បញ្ញាចម្រើនឡើងឲ្យទៅជាអីឲ្យទៅថាជាបុគ្គលដែលមានសិលបរិបូរណ៍អញ្ចឹងចាប់ផ្ដើមមកគេមិនអាចក្នុងសាសនានេះមិនអាចសម្រេចគុណធម៌ដោយប្រះចាកសិលបានទេគឺត្រូវតែមានសិលនឹងជាខាងដើមអញ្ចឹងញាតិញោមត្រូវតែមានសិលសិល5សិលអីតាមតែកិច្ចដែលយើងអាចធ្វើទៅបានណាត្រូវតែមានសិលមិនសិលរបស់បុគ្គលធម្មតាទេបើសិល5របស់យើងនឹងក៏បានដែរវាមិនក្នុងន័យថាមិនធម្មតាទីនេះគឺថាឲ្យច្បាស់លាស់ជាមួយនឹងសិលដល់សិលវាជាសិលមកតែនិយាយពីសិលគឺយល់ដឹងហ្មងយល់ដឹងពីសិក្ខាបទយល់ដឹងពីកម្មបទថាអ្វីដែលប៉ះពាល់សិលអ្វីដែលមិនប៉ះពាល់សិលនឹងបរិសុទ្ធដោយកម្រិតណាគឺត្រូវតែសិក្សានឹងដូចទៅចេះក្នុងវិន័យយើងត្រូវតែមើលសិលរបស់ខ្លួនឯងទៅជាខាងដើមសិនព្រោះពាក្យថាបរិបូរណ៍ព្រោះយើងថាមានទ្រព្យមានតែទ្រព្យដូចគ្នាចាំបរិបូរណ៍ដូចមហាសេដ្ឋីអញ្ចឹងគឺថាមានទ្រព្យលែងខ្វះហ្មងសតតែទ្រព្យចង់បានរបស់នេះចង់បានរបស់នោះតាមសេចក្តីពេញចិត្តព្រោះគេសម្បូរព្រោះវាបរិបូរណ៍ចុះបើសិលឲ្យទៅជាបរិបូរណ៍ថាសិលដែលបរិបូរណ៍ជាសិលដែលច្បាស់លាស់និយាយពីសិលគឺច្បាស់លាស់អញ្ចឹងមកហើយមិនច្បាស់លាស់តែគម្ពីរគឺច្បាស់លាស់ដល់សភាពថាខ្លួនឯងគឺជាអ្នកមានសិលហើយអត់មាននៅលក្ខណៈណាមួយធ្វើឲ្យសិលនឹងវាដាច់សិលអីព្រោះសិលនឹងពពីលសិលនឹងវាគ្រាន់តែជាសិលសុំតែមាត់ណាតែដល់មែនតើអត់មានសិលណាដូចយើងតែងឮពាក្យគេនិយាយថាចាស់គាត់ទៅសុំសិលមកវិញជេរកូនជេរចៅអីតាមផ្លូវអីហោហើយឬក៏ដល់ផ្ទះដល់អីចឹងណាអញ្ចឹងវាអត់តាន់បរិបូរណ៍អាហ្នឹងវាដោយវាប៉ះពាល់ដល់កម្មបត្តិព្រោះតែសិលបរិបូរណ៍គឺសិលនេះច្បាស់លាស់ហើយមានទ្វាររក្សាហើយទ្វារនេះគឺឥន្ទ្រីរក្សានៅឥន្ទ្រីណាឥន្ទ្រីហ្នឹងគឺថាមានភ្នែកគឺចក្ខុន្ទ្រីរក្សាភ្នែកមានតិចសោតន្ទ្រីរក្សាតិចមានច្រមុះឃានន្ទ្រីជីវហន្ទ្រីកាយន្ទ្រីគឺថារក្សានៅឥន្ទ្រីហ្នឹងគឺឥន្ទ្រីទាំង6នឹងឯងភ្នែកតិចច្រមុះអណ្ដាតកាយចិត្តហ្នឹងរក្សាឲ្យបានល្អមានទ្វាររក្សាហើយក្នុងឥន្ទ្រីទាំងឡាយអ្នកមានសិលប្រយ័ត្នដែររឿងហ្នឹងតែប្រហែលវាអាចធ្វើឲ្យប៉ះពាល់ដល់សិលរបស់យើងណាបើញាតិញោមមិនសូវអីទេបងប៉ុន្តែប្រសងគេហៅថាបែកឥន្ទ្រីតែបែកឥន្ទ្រីហើយគឺថាអត់ស្រួលហើយបងតែបែកឥន្ទ្រីហ្នឹងវាបាត់បង់នៅការសង្រួមទៅវាជាប់ចម្ពាក់វាឃើញនេះឃើញនោះណាហ្នឹងហើយមិនត្រឹមតែប៉ុណ្ណឹងដឹងប្រមាណក្នុងភោជនដឹងប្រមាណក្នុងភោជនគឺការបរិភោគល្មមបណ្ណាសមគួរនិងបរិភោគបើនៅក្នុងធម៌ក្នុងវិន័យព្រះអង្គអត់ឲ្យឆាន់ឆ្អែតពេកទេបាទវាត្រូវជាមួយនឹងទស្សនៈរបស់ប្រទេសជប៉ុនអាត្មាឃើញឬក៏សិក្សាមើលគេថាបើចង់ឲ្យអាយុវែងគេអត់ឲ្យយើងបរិភោគអាហារច្រើនពេកទេមិនដាក់តតហល់អីបានថាអូឈប់ហ្នឹងប៉ណ្ណឹងដាក់លែងចូលឆ្អែតហល់
អាហ្នឹងគេហៅបើនៅក្នុងនៃពុទ្ធិកាបងសម្ដែងថាអាយុខ្លីណាហេតុនៅអាយុខ្លីបរិភោគអត់ស្គាល់ប្រមាណដូចជនជាតិជប៉ុនហ្នឹងគេប្រាប់ដែរថាមិនឲ្យយើងបរិភោគបើចង់អាយុវែងកុំឲ្យយើងបរិភោគច្រើនជ្រុលបរិភោគនៅតែបរិភោគតែវាច្រើនជ្រុលតែអញ្ចឹងវាអត់មែនជាហេតុនាំឲ្យមានអាយុវែងទេក្នុងធម៌ក្នុងវិន័យដូចគ្នាបងអត់ឲ្យភិក្ខុនឹងដាក់តតែហល់តតែឆ្អែតទេគឺឲ្យឆាន់មួយល្មមសំគួរចិត្តឆ្អែតលោកឲ្យឆាន់ទឹកណាបាទញាតិញោមប៉ែតហ្នឹងដឹងហ่ะបងឲ្យឆាន់ទឹកបន្ថែមទៅគ្រប់ហ្នឹងហើយប៉ុណ្ណឹងវាស្រួលចង់ធ្វើដំណើរក៏បានសម្រានក៏វាអត់រវើរវាយអត់មើលមមាយដាក់ច្រើនពេកតែពុលបាយពុលអីហ្នឹងវាអត់ល្អទេអញ្ចឹងអាការដែលដឹងប្រមាណក្នុងភោជនហ្នឹងដឹងប្រមាណក្នុងការបរិភោគប្រមាណសមគួរដល់ការបរិភោគមិនច្រើនពេកហើយក៏មិនតិចពេកមកល្មមស្គាល់ប្រមាណហ្នឹងគេថាដឹងប្រមាណក្នុងភោជនក្នុងការបរិភោគហើយប្រកបដោយសេចក្តីព្យាយាមភ្ញាក់រលឹកនៅក្នុងភាវនានុយោគនៅក្នុងពោធិបក្ខយធម៌ហ្នឹងគឺថាជាកិច្ចខាងដើមនិងខាងក្នុងប្រព្រឹត្តទៅបានន័យថាខាងដើមនិងខាងចុងនៃរាត្រីទៅសេចក្តីព្យាយាមដោយភិក្ខុដែលលោកឃើញភ័យនៅក្នុងសេចក្តីស្លាប់ភិក្ខុឃើញភ័យនៅក្នុងសង្សារវដ្តលោកប្រារព្ធនៅសេចក្តីព្យាយាមប្រៀបដូចជាភ្លើងឆេះក្បាលប្រៀបដូចជាបុគ្គលដែលយកចំបើងមកយកមកដាក់នៅលើក្បាលហើយដុតចឹងលោកឃើញអាភ័យនៅក្នុងសេចក្តីហ្នឹងហើយក៏ប្រារព្ធនៅសេចក្តីព្យាយាមអញ្ចឹងបានលោកសង្គ្រោះថាបុគ្គលនោះឈ្មោះថាសេខៈព្រោះកំពុងសិក្សាត្បិតតែថាជាបុថុជនក៏ដោយញាតិញោមជាបុថុជនក៏ដោយតែជាអ្នកព្យាយាមប្រកបទៅដោយបដិបទាមានសិលបរិបូរណ៍រក្សាអន្ត្រីរក្សាអន្ត្រីក្នុងរក្សាទ្វាក្នុងអន្ត្រីទាំងឡាយហើយមកទៀតស្គាល់ប្រមាណក្នុងភោជននេះសិតតែជាធម៌បដិបត្តិដោយការប្រារព្ធនៅសេចក្តីព្យាយាមនឹងបុគ្គលនោះហៅថាសេខៈព្រោះតែកំពុងសិក្សាតែក្នុងនេះគឺថាបុគ្គលដែលសម្រេចគុណធម៌បណ្ណបដិវេហ្នឹងគឺចាក់ធ្លុះតែប៉ុណ្ណោះលោកបំណងយកសេខៈមិនបានយកពុទ្ធជនទេតែអាចសង្គ្រោះបានអញ្ចឹងណាតែក្នុងន័យទី2ថាលោកស្គាល់លោកកំពុងតែសិក្សាគឺសំដៅយកព្រះអរិយបុគ្គលដែលជាអ្នកចាក់ធ្លុះតែពុទ្ធជនអាចសង្គ្រោះបានត្រង់ថាពុទ្ធជនដែលជាកល្យាណពុទ្ធជនប្រកបទៅដោយសេចក្តីព្យាយាមជាអ្នកមានសិលដើរនៅក្នុងបរិបទាមានបស្សនាញាណហើយជាអ្នកមានសិលបរិបូរណ៍ហើយសពគ្រប់ហ្នឹងគឺថាប្រព្រឹត្តទៅកំពុងតែអភិវឌ្ឍខ្លួនឲ្យចេញអំពីពុទ្ធជនគោលទៅកាន់អរិយគោលពីពុទ្ធជនទៅកាន់សិក្ខៈក៏បាននឹងក្នុងសេចក្តីហ្នឹងដែលអញ្ចឹងបានលោកអត់សម្គាល់ខុសដូចជាពុទ្ធជនសម្គាល់បតវយបោតេជននោះទេនឹងសម្រាប់ព្រះសិក្ខៈបាទសម្រាប់បុគ្គលដែលមានការសិក្សានោះស្ដាប់ន័យនឹងបានទេនិយភូមិដំណាចសិក្ខបុគ្គលឥឡូវចាំសួរចុងក្រោយតែតើនេះឥឡូវហ្នឹងពិបាកវិញទៀតមានអីសួរអីអត់ទេចាំចុងក្រោយតែចង់សរុបចាំឲ្យសួរហ្មងទៅស្រាប់ទៅវាអត់សូវញ៉ៃញ៉ៃទេបាទឥឡូវយើងមកមើលបន្តទៅអញ្ចឹងទៅសិនចុះអំពីបឋិជនពីសេខបុគ្គលហើយនៃមួយទៀតគឺថាអសេខបុគ្គលនេះឃើញអសេខបុគ្គលបែបណាដែលហៅថាជាអសេខបុគ្គលគឺភិក្ខុដែលជាព្រះអរហន្តខៃណាស្របណាដែលជាអ្នកមានប្រមចរិយធម៌ហ្នឹងគ្រប់គ្រាន់ហើយបរិបូរណ៍ហ្នឹងញោមវណ្ណរ៉េអានលេខគ្នាទី4ហ្នឹងមិនចាប់ទី3ណាញោមវណ្ណរ៉េនៅគណៈទានខ្ញុំគណៈនមស្ការចាស់គ្រូគណៈសមការមនាលគ្នាលេខ4មនាលភិក្ខុទាំងឡាយភិក្ខុណាជាអរហន្តខៃណាស្របមានព្រហ្មចរិយធម៌ប្រព្រឹត្តគ្រប់គ្រាន់ហើយមានសោលសកិច្ចបានធ្វើសម្រេចហើយមានភារៈដាក់ចុះហើយមានប្រយោជន៍របស់ខ្លួនបានសម្រេចតាមលំដាប់ហើយមានភវៈសង្យោជនៈអស់រលីងហើយ
មានចិត្តរួចស្រឡះព្រោះដឹងដោយប្រពៃហើយភិក្ខុជាអរហន្តខៃណាស្របនោះបើយើងអានដូចថាមានភារៈអញ្ចឹងលេខហ្នឹងគេលេខយោងមួយយើងអាចអានអញ្ចេះក៏បានគេលើថាមិនយល់ណាហ្នឹងគេលេខយោងមួយបើដាក់លេខ2លេខយោង2អញ្ចឹងទៅណាដឹងច្បាស់នៅផែនដីថាជាផែនដីពិតលោកបានដឹងច្បាស់នៅផែនដីថាជាផែនដីពិតហើយក៏មិនរាប់អាននៅផែនដីមិនរាប់អានក្នុងផែនដីមិនរាប់អានថាផែនដីពិតមិនរាប់អានថាផែនដីជារបស់អញមិនត្រេកអរនឹងផែនដីដំណើរនោះព្រោះហេតុអ្វីតថាគតពោលថាព្រះភិក្ខុជាអរហន្តខៃណាស្របនោះកំណត់នៅដំណើរនៃផែនដីនោះបានពេកភិក្ខុជាអរហន្តខៃណាស្របដឹងច្បាស់នៅទឹកភ្លើងខ្យល់ពួកសត្វពួកទេវតាមាព្រំពួកអភសរៈព្រំពួកសុភគនហព្រំពួកវេហផលៈព្រំអសញ្ញ័យសត្វអាកាសានញ្ចាយតនៈព្រំវិញ្ញាណញ្ចាយតនៈព្រំអកញ្ចញ្ញាយតនៈព្រំនេវសញ្ញានេសញ្ញាយតនៈព្រំរូបាយតនៈសត្យាយតនៈមុតតវិញ្ញាតៈរបស់ដូចគ្នារបស់ផ្សេងគ្នាវត្ថុទាំងពួងនិងនិព្វានថាជានិព្វានពិតលោកដឹងច្បាស់នៅនិព្វានថាជានិព្វានពិតហើយក៏មិនរាប់អាននៅនិព្វានមិនរាប់អានក្នុងនិព្វានមិនរាប់អានថានិព្វានពិតមិនរាប់អានថានិព្វានជារបស់អញមិនត្រេកអរនឹងនិព្វានដំណើរនោះព្រោះហេតុអ្វីតថាគតពោលថាព្រោះភិក្ខុជាអរហន្តខៃណាស្របនោះកំណត់នៅដំណើរនៃទឹកជាដើមនោះបានចប់នយៈភូមិបរិច្ឆេទទី3ដោយអំណាចនៃព្រះខៃណាស្របគណៈអរគុណទៀតសិនទៅចប់ណានយៈភូមិដោយអំណាចព្រះខៃណាស្របព្រះខៃណាស្របព្រះអរហន្តនឹងឯងលោកយ៉ាងម៉េចលោកមានកិច្ចនៅក្នុងព្រះសាសនានេះចប់បរិបូរណ៍គេហៅថាសោលសកិច្ច16ហ្នឹងអត់មានអីត្រូវនៅសិក្សាទៀតទេព្រោះអសិក្ខៈគឺអត់មានការសិក្សានិយាយថានៅក្នុងអធិសិលសិក្ខាបរិបូរណ៍អធិចិត្តសិក្ខាបរិបូរណ៍អធិបញ្ញាសិក្ខាបរិបូរណ៍អញ្ចឹងណាលោកជាបុគ្គលដែលបរិបូរណ៍បើនិយាយទៅថាអត់មានកិច្ចអីត្រូវប្រព្រឹត្តធ្វើតទៅទៀតទេអស់ហើយក្នុងព្រះសាសនានេះគឺអសិក្ខបុគ្គលឬក៏យើងថាព្រះអរហន្តនឹងឯងចុះសម្រាប់យើងនៅតែមានការសិក្សាអត់អាចលះបង់ចោលការសិក្សាបានទេបាទនឹងក្នុងសេចក្តីហ្នឹងពួកលោកស្គាល់ច្បាស់តែម្ដងណាបញ្ញាចម្រើនឡើងតែលោកមានសោលសកិច្ចកិច្ចទាំង16ហ្នឹងបានសម្រេចហើយមានភារៈដាក់ចុះហើយដែលភារៈក្នុងទីនេះអត្តកថាលោកសម្ដែងថាព្រោះមានខន្ធភារៈគឺខន្ធ5ហ្នឹងណាកិលេសភារៈកិលេសទាំង1500អភិសង្ខារភារៈកុសលកម្មហ្នឹងជាភារៈអញ្ចឹងលោកមានកិច្ចទាំងអស់ហ្នឹងទីមួយថាខន្ធទាំង5ខន្ធភារៈខន្ធទាំង5ហ្នឹងគឺជាភារៈដោយដំណើររបស់ពុទ្ធជនទាំងឡាយដែលនៅមានចតិបរិសន្ធិជាធម្មតាតាមពិតខន្ធ5ហ្នឹងគឺជាភារៈមែនណាញាតិញោមកង្វល់រាល់ថ្ងៃមែនទេខ្វល់ខ្វាយក្នុងដំណើរជីវិតអស់ពីខ្លួនឯងត្រូវគិតស្វាមីអស់ពីស្វាមីបើមានស្វាមីគិតប្រពន្ធគិតកូនអីចឹងណាគិតអស់ពីកូនដល់ចៅដល់ញាតិទាំងឡាយផ្សេងទៅទៀតដោះស្រាយខ្លួនឯងកង្វល់មកទៅហឹងណាចាខណ្ឌ5ហ្នឹងហើយខណ្ឌ5នេះជាអ្នកសម្លាប់យើងទៅទៀតតែរវល់ឬក៏កង្វល់សពគ្រប់ដើម្បីទំនប់បំរុងខណ្ឌហ្នឹងអ្នកណាអត់ទំនប់បំរុងខណ្ឌបាទរហូតដល់អំពើអាក្រក់ដតីផ្សេងសម្លាប់បៀតបៀនដណ្ដើមឈ្នានីសព្រោះតែខណ្ឌហ្នឹងឯងព្រោះខណ្ឌហ្នឹងគឺជាភារៈព្រោះគិតថាបានអ្វីអំពីខណ្ឌហ្នឹងតែខណ្ឌហ្នឹងជាឃាតករដែរខណ្ឌ5ឬក៏ខណ្ឌហ្នឹងគឺជាឃាតករទាំងអស់ដោយនៅក្នុងដីវិញក៏វានៅក្នុងខណ្ឌហ្នឹងដែរដែលបទជនសម្គាល់ដីបតវ័យសម្គាល់បោតេជោវិយោទាំងអស់សត្វតែជាធាតុទាំងអស់នេះគឺជាខណ្ឌហ្នឹងឯងហើយយើងទំនប់បំរុងយើងមើលថែលៀបលន់ឬក៏ខ្វល់ខ្វាយជាមួយនឹងខណ្ឌហ្នឹងមែន
ម្នាក់មានរួចពីចំណងរបស់ខណ្ឌនេះខណ្ឌអភិរក្សហ្នឹងខណ្ឌហ្នឹងគឺជាបន្ទុករបស់យើងហ្មងដូចយើងថាមានជាបន្ទុកកាលអត់តាន់មានកូនអត់តាន់មានបន្ទុកគឺកូនទេតែដល់ពេលមានយ៉ាងម៉េចមិនបន្ទុកត្រូវមើលថែត្រូវអីផ្សព្វគ្រប់តាមដំណើរហ្នឹងរហូតចំពីក្មេងរហូតដល់ធំរហូតដល់ចាស់រហូតដល់ញាតិញោមជាម្ដាយជាឪពុកស្លាប់បាត់ទៅទៀតគេនៅតែរកម្ដាយរឪពុកនឹងមកជួយទៀតនឹងមិនជាខណ្ឌទេបើខណ្ឌ5ហ្នឹងស្រួលណាស់ហើយញាតិញោមរាល់ថ្ងៃខណ្ឌខ្លួនឯងម្នាក់5ហ្នឹងមិនបាច់តន់គិតដល់គ្រួសារណាមួយត្រូវឈឺណាឈឺមួយគឺកង្វល់មួយមកទៅហ្នឹងណាបើត្រូវជាទទួលបន្ទុកមួយអស់ពីឈឺត្រូវបរិភោគមួយថ្ងៃប្រហែលដងរកអីបរិភោគអាហ្នឹងជាបន្ទុកមួយទៀតហើយត្រូវមើលថែមើលថែមែនតើណាទាំងថ្មផងដែរណាញាតិញោមផងដែរហ្នឹងខ្វល់ខ្វាយហ្នឹងឯងដោយភិក្ខុសង្ឃមានកិច្ចឧបមាថាដើរបិណ្ឌបាតមួយចាស់តែពឹងកម្លាំងស្មងក្នុងការដើរបិណ្ឌបាតព្រោះអត់មានអ្នកទំនុកម្រងអីចឹងណាអត់មានចង្ហាន់បិណ្ឌបាតអីស្រួលបួលត្រូវខ្វល់ខ្វាយញាតិញោមមើលដើរបិណ្ឌបាតអីសពគ្រប់មើលទៅមិនស្រួលអីណាប៉ុន្តែជាការប្រោះសัตว์មួយជាកិច្ចមួយហើយប៉ុន្តែជាភារៈមួយដែលត្រូវចិញ្ចឹមអត្តភាពគឺរូបរាងកាយហើយដើម្បីបានចង្ហាន់បិណ្ឌបាតអាហារហ្នឹងមកយកមកចិញ្ចឹមរូបរាងកាយគឺខណ្ឌហ្នឹងឯងយកមកចិញ្ចឹមខណ្ឌតែដល់ពេលអាចចិញ្ចឹមខណ្ឌខ្វល់ខ្វាយត្រង់កិច្ចសពគ្រប់ដើម្បីយកមកចិញ្ចឹមខណ្ឌបែរទៅជាខណ្ឌនេះជាអ្នកសម្លាប់ចោលទៅវិញហើយមិនមែនចិញ្ចឹមដើម្បីប្រើណាចិញ្ចឹមមិនមែនចិញ្ចឹមខណ្ឌដើម្បីប្រើខណ្ឌទេបែរទៅជាទំនប់បំរុងហើយជាអ្នកបម្រើរបស់ខណ្ឌទៅទៀតត្រង់ថាយកខណ្ឌហ្នឹងទៅធ្វើអំពើបាបមែនទេយកខណ្ឌហ្នឹងយកទៅរឿងណាដែលអត់ប្រយោជន៍អញ្ចឹងខណ្ឌហ្នឹងដើម្បីសាងនៅព្រហ្មយានទេតាដើម្បីសាងប្រយោជន៍ណានិយាយថាត្រូវតែប្រើប្រាស់ខណ្ឌដូចថាប្រើរូបមានដៃប្រើដៃណាឲ្យបានទៅជាប្រយោជន៍ដល់ការបំពេញបុណ្យពេញទានទំនុកម្រងសាមណព្រាហ្មណ៍ទំនុកម្រងមេត្តាបិតាយកដៃហ្នឹងប្រើប្រាស់គុណប្រយោជន៍របស់ដៃហ្នឹងឯងមានអវយវៈមានតិចមែនទេមានច្រមុះមានអីសពគ្រប់ហ្នឹងឯងមានភ្នែកចេះមើលធម៌មានតិចចេះស្ដាប់ធម៌អីសពគ្រប់អាហ្នឹងឯងគេហៅថាយើងប្រើខណ្ឌប្រើឲ្យធ្វើបុណ្យធ្វើទានណាមិនមែនដើម្បីបំរើខណ្ឌទេព្រោះខណ្ឌជាអ្នកសម្លាប់ហើយបើយើងនៅតែបំរើមិនហ៊ានធ្វើអីទេហ្នឹងហើយគិតខ្វល់ខ្វាយសពគ្រប់ចឹងទៅព្រោះកិច្ចរវល់អីណាមួយយើងយកហេតុយកលេសមករបស់យើងសពគ្រប់ហ្នឹងណាអាហ្នឹងឈ្មោះថាយើងបំរើខណ្ឌណាមិនមែនប្រើខណ្ឌទេណាហើយដូចថាបញ្ជាក់អញ្ចឹងថាខណ្ឌហ្នឹងគឺជាភារៈមួយហើយក៏ជារបស់មួយដែលសម្រាប់យើងគ្រប់អត្តភាពតែលោកដាក់ចុះហើយណាព្រះអរហន្តលោកដាក់ចុះឲ្យលោកមិនមែនជាអ្នកបម្រើខណ្ឌទៀតទេលោកគឺជាអ្នកប្រើខណ្ឌតែប្រើនឹងប្រើរហូតដល់ទីបំផុតដើម្បីសាងជាទូកប្រើសាងជាក្បូនជាព្រហ្មយានហ្នឹងហើយអាហ្នឹងគេលោកលែងជាអ្នកបម្រើទៀតហើយយើងនេះមិនស្រួលទេណាបងនៅជាអ្នកបម្រើខណ្ឌនៅឡើយណារាល់ថ្ងៃមិនរកមានបញ្ញាអីតែអញថ្មអញត្រូវតែប្រើឲ្យណានៃម្ដងប្រើខ្លះបម្រើខ្លះណាពេលមានបញ្ញាបម្រើប្រើទៅពេលណាអត់បញ្ញាហ្នឹងហើយបម្រើខណ្ឌវិញម្ដងមើលអញ្ចឹងជាភារៈតែយើងតែជាភារៈគឺជាបន្ទុកហ្នឹងឯងត្រូវមើលថែណាហើយកិលេសសភារៈកិលេសទាំងអស់បូករួមតែមានដោយពឹសស្ដារទេណាម្នាក់ហ្នឹងសតតែកិលេសថា1500ហ្នឹងសតតែកិលេសទៅយកមកគុណជាមួយអារម្មណ៍ផងតែសភាពដែលធំអកុសលចិត្ត12លោភៈ8ទោសៈ2មោហៈ2ហ្នឹងគឺជាកិលេសណាតែឈ្មោះថាកិលេសហើយវាបោកបញ្ឆោតហើយមែនទេបោកបញ្ឆោតសត្វលោកយើងយកពេលយកវេលាយកចិត្តយកគំនិតទៅអំពើអាក្រក់ដោយច្រើនសត្វតែកិលេសទាំងអស់ណាយើងកម្រមានអ្នកណាដឹងថាវាជាកិលេសតែជាភារៈមួយដែរកិលេសហ្នឹងតែព្រះអរហន្តលោកដាក់ចោះនៅកិលេសទាំងអស់ហ្នឹងឯងលែងចាញ់បោកកិលេសទៀតហើយហើយមួយទៀតហៅថាអភិសង្ខារភារៈកិលេសគឺថាអភិសង្ខារភារៈគឺកុសលកម្មហ្នឹងឯងមានជាកុសលដោយការប្រជុំតាក់តែងក៏មានជាអកុសលក៏មានយកអសង្ខារហ្នឹងដោយប្រភេទកុសលយកធ្វើកុសលដោយប្រភេទអកុសលក៏ធ្វើអកុសលតែជាដំណើររបស់វត្តដាក់នឹងដូចគ្នាព្រោះជាបច្ច័យធម៌ជាបច្ច័យបាទអញ្ចឹងលោកដាក់ចុះមានប្រយោជន៍របស់ខ្លួនបានសម្រេចតាមលំដាប់មានភវៈសង្យោជនៈអស់រលីងហើយនៅក្នុងដំណើរនៃគ្រឿងជាប់ចម្ពាក់ចំណងអីសពគ្រប់អត់មានទេចិត្តរបស់លោករួចស្រឡះដោយប្រពៃហើយព្រោះជាព្រះអរហន្តហើយហ្នឹងមែនទេព្រះអរហន្តគឺលោកលះបង់ដាច់ជាសមុឆេតអស់ហើយអញ្ចឹងបានព្រះអរហន្តទាំងឡាយសមគួរដល់ការបូជារបស់បុគ្គលដតីរបស់
យើងទូទៅហ្នឹងគឺថាដូចយើងបានបូជាគុណព្រះសម្មាសម្ពុទ្ធហ្នឹងគឺជាព្រះអរហន្តសម្មាសម្ពុទ្ធមិនបានយើងត្រូវបូជាមិនបានយើងយកព្រះអង្គមកជាអារម្មណ៍ពេលណាដែលចិត្តវាស្មុគវាស្មាញវាអត់សប្បាយចិត្តវាអត់រីករាយថាសូមយកព្រះសម្មាសម្ពុទ្ធជាគ្រូហ្នឹងត្រង់ថាដូចជាអ្នកដើរតាមអញ្ចឹងព្រះអង្គជាអ្នកលះបង់ទៅនៃកិលេសអត់មានកិលេសអត់មានភារៈអីដែលថាត្រូវខ្វល់ខ្វាយទេជាអ្នកដែលស្អាតបរិសុទ្ធលះបង់មាននេះភវៈសញ្ញោចនៈជាគ្រឿងចំណងជាប់ជំពាក់នៅក្នុងភពហ្នឹងអស់រលីងហើយមានចិត្តរួចស្រឡះហើយខ្ញុំព្រះអង្គទាំងឡាយសូមថ្វាយខ្លួនជាសាវករបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងជាសាវករបស់ព្រះអង្គជាទឹកចិត្តទេហើយថាមានសទ្ធាចង់បូជាព្រះអង្គដូចរឿងថាមានផ្កាអញ្ចឹងថ្ងៃវិសាខបូជាឬក៏មិនជាវិសាខក៏ដោយបងយើងជាសាវករបស់ព្រះអង្គត្រង់ថាដើរតាមព្រះសម្មាសម្ពុទ្ធមិនខ្លាចអីជាមួយនឹងការបូជាត្រឹមតែផ្កាអីសពគ្រប់ប៉ុណ្ណឹងណាញាតិញោមដូរជាដល់បច្ច័យលុយកាក់អីទៅទៀតណោះបូជាអីទៀតហ្នឹងបូជាសពគ្រប់ទៅព្រោះអីមិនបានបូជាហ្នឹងអ្នកណាបង្ខិតអ្នកណាបង្ខំពេលខ្លះមិនមែនជាការបង្ខិតបង្ខំទេតែជាទឹកចិត្តព្រោះព្រះអង្គជាគ្រូរបស់យើងជាបុគ្គលដែលបរិសុទ្ធប្រាសចាកទៅនៃកិលេសសំគួរដល់ការបូជាជាតក្កិនីយបុគ្គលជាអាហុនេយមានឃើញតាមព័ត៌មានអីខ្លះថាបូជាផ្កាបូជាអីសពគ្រប់ចឹងទៅចំណាយបច្ច័យលុយកាក់អីចឹងតែគុណរបស់ព្រះសម្មាសម្ពុទ្ធណាញាតិញោមតែយើងអ្នករៀនអ្នកសិក្សាតតែយើងចូលដល់បានថាគុណរបស់ព្រះអង្គនេះក្រៃលែងណាស់បើត្រឹមតែប៉ុណ្ណឹងណាមានសម័យពេលខ្លះមិនមែនតែមនុស្សទេព្រោះតែជ្រះថ្លាបូជាគុណព្រះអង្គសូម្បីទេវតាជាដើមក៏មានផ្កាកម្រងជាដើមផ្សេងៗនឹងបូជាគុណរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះអង្គសម្ដែងអំពីការបូជានៅក្នុងសាសនានេះមានអ្វីដែលយើងរៀននឹងដូចឈ្មោះថាបដិបត្តិបូជាចុះអាមិសបូជាមានដែរឬអត់ផ្កាកម្រងវត្ថុនេះវត្ថុនោះថាមានបាទមានព្រះអង្គអត់ដែរទៅខត់ទេអ្នកឯងជាចិត្តកហបតីណាបើចិត្តកហបតីគាត់ធ្លាប់បានធ្វើទានមកច្រើនគាត់អញ្ជើញទៅកន្លែងណាគេបូជាកន្លែងនោះផងហើយមិនមែនព្រះសម្មាសម្ពុទ្ធទេណាមិនមែនអ្នកបួសណាគឺជាកហបតីទៅកន្លែងណាគេបូជាកន្លែងនោះហ្មងដោយសារអានិសង្ឃនៃកុសលធម៌របស់គាត់មានសិលជាដើមឥឡូវថ្មលើកឡើងថាដូចអ្នកធំអញ្ចឹងចុះពេលដែលគាត់ទៅណាមកណាញាតិញោមឃើញគេដោតតុងតាមផ្លូវដោតតុងហ្នឹងដើម្បីសម្ដែងថាអូអ្នកធំគេមកហើយតាមផ្លូវតាមានរថយន្តអីបើកមិនស្រួលគេមិនឲ្យបើកទេគេបិទផ្លូវទៀតយើងគិតថាអូអានេះដីចេះស្ដាររបស់គាត់យកទៅតែម្ដងផ្លូវល្មមគេលាងស្អាតទៀតផ្លូវណាក៏លុកគេចាក់គ្រោះឲ្យពេញទៀតគេមើលផ្លូវគេពិនិត្យមើលសពគ្រប់តាំងពីផ្លូវទៅរហូតដល់មកអាហ្នឹងយើងថាកុហកយើងធម្មតាផងតែដោយអំណាចនៃបុណ្យដែលគាត់បានធ្វើមកដោយសេចក្តីគោរពដោយគិរវៈទៅណាមកណាគេបូជាអញ្ចឹងហ្មងគេគ្រប់បូជាអញ្ចឹងហ្មងហើយយើងមើលព្រះសម្មាសម្ពុទ្ធដូចមានព្រះសរិរកធាតុរបស់ព្រះអង្គអីហ្នឹងញាតិញោមមានអីហ្នឹងអីបូជាជ្រះថ្លាមានផ្កាកម្រងគ្រឿងក្រអូបហ្នឹងគឺតាមផ្លូវដែលព្រះអង្គនិមន្តទៅណាហ្នឹងបូជាទៅតែម្ដងធ្វើនេះធ្វើដោយទឹកចិត្តក្នុងការជ្រះថ្លាព្រោះលោកជាបុគ្គលដែលបរិសុទ្ធហើយសួរថាព្រះអង្គចង់បានទេសាវកថាព្រះសម្មាសម្ពុទ្ធមានថាអ្នកទាំងឡាយបូជាផ្កាឲ្យច្រើនចំពោះតថាគតមកបូជាវត្ថុនេះមកច្រើនចំពោះតថាគតមកអត់ទេព្រះអង្គដូចថាវាអត់មានចិត្តអីជាប់ជំពាក់ផងហ្នឹងព្រោះព្រះអរហន្តយើងមើលកិលេស1500នេះរីងស្ងួតអស់គ្មាននៅសល់អីសំបីតែមួយមិនដូចពុទ្ធជនយើងទេណាពុទ្ធជនយើងនៅកិលេសតែសម្រាប់ព្រះសម្មាសម្ពុទ្ធមានកិលេសណាមានតែជាប់អីផ្កានេះស្អាតណាអ្នកឯងបូជាទឹកអប់មកក៏អូបណាហើយអត់ទេតែព្រះអង្គក៏មិនហាមឃាត់ដែរព្រោះព្រះអង្គសម្ដែងបន្ថែមទៀតអ្នកណាដែលមានចិត្តជ្រះថ្លាបានបូជាផ្កាចំពោះព្រះសម្មាសម្ពុទ្ធអីណាផ្កាមួយតងដោយនាងអនោជានោះមានណាបូជាផ្កាមួយតងហ្នឹងមិនផ្ទាន់ព្រះសម្មាសម្ពុទ្ធអីបច្ចេកដីរបស់ព្រះអង្គផងដូរសម្បត្តិទេវលោកបានអានេះផ្កាយកផ្កាមកតងហើយយើងទៅវាស់អំពីតម្លៃនៃទឹកចិត្តនៃការបូជាមិនបានចូលញាតិញោមផ្ការបាច់ផ្កាទាំងថោទាំងផើងហើយយើងមានវេនមានអីញោមគាត់ចាត់ចែងមកអញ្ចឹងមានទាំងផ្កាមានអីសពគ្រប់មកអញ្ចឹងហើយយើងទៅមើលប្រមាណបុណ្យរបស់គាត់យ៉ាងម៉េចអញ្ចឹងទៅថាហើយបូជានឹងធ្វើដោយសេចក្តីពេញចិត្តបូជាចំពោះគុណរបស់ព្រះរតនត្រ័យមានព្រះសម្មាសម្ពុទ្ធជាដើមហ្នឹងតែព្រះអង្គនៅតែសម្ដែងថារវាងអមិសបូជានិងបដិបត្តិបូជាគឺថាបដិបត្តិបូជាប្រសើរជាង
ធម្មទាននិងអមិសទានណាធម្មទានមានផលប្រសើរជាងតែត្រង់ថាបដិបត្តិបូជាដូចយើងរៀនសូត្រដឹងសពគ្រប់យកមកបដិបត្តិហ្នឹងវានៅតែប្រសើរជាងបូជាផ្ការាប់បាច់បូជាផ្ការាប់ថោហ្នឹងឯងតែឲ្យចោលដែរអត់ថាក៏មិនចោលដែរជាការអនុគ្រោះដល់ពុទ្ធបរិស័ទទាំងឡាយដែលទើបតែរៀនទើបតែចូលមកកាន់សាសនានេះរៀនបូជាឬក៏ថាញាតិញោមយើងអ្នករៀនហើយយូរហើយក៏ដោយក៏នៅតែមានសេចក្តីពេញចិត្តនៅតែបូជាបានចឹងឯងពាក្យថាបដិបត្តិបូជាមានផលប្រសើរជាងចំណែកឯអមិសបូជាមានផលតិចជាងតែតិចហ្នឹងអ្នកណាទៅកំណត់បានឥឡូវសួរតិចហ្នឹងអ្នកណាមានអ្នកណាញោមម្នាក់ណាគ្រូណាមួយហ៊ានថាមានផលតិចមួយនោះទៅបដិបត្តិបូជានោះប្រសើរជាងអត់ទេពាក្យថាតិចកន្លែងនេះនៅតែមានផលមិនប្រមាណមិនបានណាញោមទៅមើលក្នុងកាពីអបទានណាដែលញោមស៊ីវិចអានទៅមើលថាបីដកលេខ70ជាងទៅផលមួយបងសំដែងมันអាចរាប់បានទេបងมันអាចកណនាបានទេណាយើងធ្លាប់ដឹងហើយក្នុងតក្កណាវិភាំងកសោតណាថាសំបីតែការឲ្យបាយដល់សម្រាប់សត្វសំណក់សត្វឆ្កែអញ្ចឹងចុះសត្វឆ្មាសត្វមាន់សត្វទាអត់សិលផងហ៎បងអត់មានសិលអត់មានអីណាអាសត្វទាំងអស់ណាប៉ុន្តែមួយបាន100អត្តភាពហ្នឹងហើយដូចថាឲ្យជាងថាឲ្យមួយម៉ាត់អញ្ចឹងចុះឲ្យបាយឲ្យទឹកអីសពគ្រប់អញ្ចឹងឲ្យដល់សត្វទេរឆានប៉ុណ្ណា100អត្តភាពសត្វដតេផ្សេងទៀតហើយយើងគិតទៅតាមគុណធម៌ដេញគុណធម៌ឡើងទៅគុណតែពុទ្ធជនអត់សិលពុទ្ធជនមានសិលព្រះសិក្ខាបុគ្គលព្រះអសិក្ខាបុគ្គលព្រះអរហន្តព្រះសម្មាសម្ពុទ្ធប្រមាណមិនបានចឹងបានសម្បត្តិទាំងអស់នេះយើងសិក្សាពីអានិសង្សថាត្រឹមតែបូជាផ្កាមិនទេសោះត្រឹមតែការបូជាពធត្រឹមតែការចម្រើនកុសលធម៌ណាមួយតែផលរមែងសម្រាប់បានប្រមាណមិនបានអានិសង្សព្រោះតែទឹកចិត្តនឹងវាជ្រះថ្លាចឹងណាហើយស្មានចង់បញ្ជាក់កន្លែងនេះថាលោកអ្នកអស់នៅគេលេះចឹងកុសលធម៌វាអាស្រ័យទៅអញ្ចឹងដែរយើងអ្នកធ្វើនេះមួយបដិគិហកៈអ្នកទទួលនោះពីរដូចថាយើងបូជាចំពោះព្រះសង្ឃដែលលោកជាអ្នកត្រត្រង់នៅសិលសមាធិបញ្ញាសិលសិក្ខាជាដើមឲ្យបានបរិបូរណ៍ជាមួយនឹងភិក្ខុសង្ឃឬក៏ថាអង្គណាមួយចឹងចោះនិយាយពីបុគ្គលដែលលោកមិនជាអ្នកត្រត្រង់នៅគុណធម៌ទេផលពីនឹងអត់ដូចគ្នាទេបាទញាតិញោមម្ដាយញោមឪពុកញោមម្នាក់មានសិលម្នាក់អត់សិលពេលយើងជូនបាយជូនទឹកផលខុសគ្នាបាទអ្នកមានសិលអ្នកមានគុណធម៌នេះពិសេសជាងតែសួរថានៅវាបានបនអត់នៅតែបានចឹងឯងតែបើប្រៀបធៀបទៅអ្នកដែលមានសិលប្រសើរជាងចុះអ្នកទៀតមានដល់សមាធិមានដល់បញ្ញាប្រសើរទៀតរឹតតែប្រសើរអញ្ចឹងនៅក្នុងសាសនានេះថាអាស្រ័យជាមួយនឹងគុណធម៌តែមិនមែនឲ្យញាតិញោមគិតតែគុណធម៌អញ្ចឹងមួយយ៉ាងឧបមាថាប្រសង់និមន្តទៅជាមួយនឹងអ្នកស្មោមយាចកយើងប្រសង់លោកបរិបូរហើយញាតិញោមនៅតែទំនុកម្រងដល់ប្រសង់ដល់គ្នាកំសត់យាចកអត់មានអាហារអីយើងអត់គិតគូរសោះចាំតែធ្វើទានចំពោះអ្នកដែលប្រសើរហ្មងអាហ្នឹងក៏អត់សមគួរដែរណាយើងមើលតែសមគួរឲ្យបានល្អប្រសើរជាការអនុគ្រោះអញ្ចឹងណាអញ្ចឹងយល់បានណាសម្រាប់ការប្រព្រឹត្តការបដិបត្តិរហូតដល់លោកស្គាល់ច្បាស់ហ្មងស្គាល់ច្បាស់មកសង្ខេបតិចចុះដូចថាលោកស្គាល់ចាប់ពីអីទៅបថវ័យធាតុជំរឿដំណើររបស់ដំណើររបស់ព្រះសិក្ខាបុគ្គលព្រះអសិក្ខាបុគ្គលនឹងយ៉ាងម៉េចថាចិត្តរបស់លោករួចស្រឡះដោយប្រពៃភិក្ខុជាបក្ខីណាស្របនោះដឹងច្បាស់នៅបថវ័យថាជាបថវ័យពិតចុះបថជនមានដឹងឯណាបថជនសម្គាល់ខុសយកទៅតែម្ដងលោកដឹងច្បាស់ព្រះរិយបុគ្គលដឹងច្បាស់នៅផែនដីថាជាផែនដីពិតហើយក៏រាប់អានមិនរាប់អាននៅផែនដីចុះពុទ្ធជនរាប់អានមិនរាប់អាននៅបថវ័យថាជាផែនដីពិតហើយមិនរាប់អានថាបថវ័យជារបស់អញ្ចឹងតែអញ្ចឹងនិយាយថាមិនទី1មិនសម្គាល់ដល់ទី2មិនរាប់អានទី3ថាមិនរាប់អានហើយក៏មិនត្រេកនឹងបថវ័យចឹងมันប្រៀបទៅវិញថាបថជនយ៉ាងម៉េចបថជនបច្រាស់ពីនឹងមកវិញដំណើរនោះព្រោះហេតុអ្វីតថាគតពោលថាព្រោះភិក្ខុជាព្រះអរហន្តកៃណាស្របនោះកំណត់នៅដំណើរនៃផែនដីនោះបានព្រោះបញ្ញារបស់លោកមានលោកកំណត់នៅដីនៅបថវ័យដែលមានរាប់ចាំពីអត្តភាពរបស់លើយើងជាដើមអត្តភាពរបស់ខ្លួនឯងទៅបានហើយបែហ្នឹងបើន័យថាវាហូរហែមកទៀតទៅភិក្ខុជាព្រះអរហន្តកៃណាស្របដឹងច្បាស់នៅទឹកអញ្ចឹងដឹងច្បាស់នៅភ្លើងដឹងច្បាស់នៅខ្យល់ពួកសត្វពួកទេវតាមាព្រមពួកអប្សរៈព្រមពួកសុភគន្ធៈព្រម
ពួកវេហបលៈព្រំពួកអសញ្ញសាស្ត្រអាកាសនញ្ចាយតនៈព្រំអានេះសាច់ឈ្មោះរបស់ព្រំឯណាវិញ្ញាណញ្ចាយតនៈព្រំអកញ្ចញ្ញាយតនៈព្រំនេវសញ្ញានិសញ្ញាយតនៈព្រំរូបាយតនៈសតិយតនៈមុតតិវិញ្ញាណតៈដូចគ្នាទាំងអស់អញ្ចឹងវត្ថុទាំងពួងគឺมันផុតអីអំពីបញ្ញារបស់លោកទេគឺថាបានប្រជ្រាបច្បាស់ដោយបញ្ញារបស់លោកហើយដល់ពេលឃើញច្បាស់លោកមានទៅសម្គាល់អីបាទទៅយើងច្បាស់ខ្លួនឯងថាចៅរបស់យើងធ្វើមនុស្សនេះមកពីដីដំបូកហើយចៅរបស់យើងថាមិនមែនដីដំបូកទេអាហ្នឹងមនុស្សហើយយើងញឹមអញ្ចឹងទៅដល់ពេលលេងទៅចាប់មកដីដំបូកវាបាក់ដៃមកខាងចៅយំកតុកកទិញថាខូចមនុស្សខ្ញុំហើយតែយើងនេះអ្នកស្គាល់ថាចៃយំទៅអីអាហ្នឹងដីតាបាក់ទៅយើងតបានទៀតតាអាហ្នឹងដីដំបូកតាមិនទៅបាក់អីដាក់ដីឲ្យដាក់ទឹកឲ្យទៅវាសើមបន្តិចមកធ្វើបានទៀតតែចៅនោះចៅនៅក្មេងមានគិតដូចយើងណាគិតតែពីខូចហ្នឹងគិតតែពីយំគិតតែពីរៀបរាប់សម្គាល់ថាហ្នឹងខូចហើយដីហ្នឹងមនុស្សហ្នឹងខូចហើយមនុស្សដីហ្នឹងតែដល់យើងចាស់ជាងគាត់យើងដឹងច្បាស់ថាអាហ្នឹងធ្វើមកពីដីដំបូកហ្នឹងមានគ្រប់ទីកន្លែងគាត់ណាធ្វើមកធ្វើទៅផ្សំគ្នាដូចមនុស្សទៅទៀងមនុស្សទៅក៏សម្គាល់ថាមនុស្សចៅគេសម្គាល់ថាមនុស្សមែនដល់យើងអ្នកចាស់ទុំនេះមានបញ្ញាជាងគាត់ដឹងច្បាស់ពេលថាដឹងច្បាស់គឺដឹងថាមិនមែនមនុស្សឯណាអាហ្នឹងដីដំបូងតាគាត់អ្នកធ្វើដោយផ្ទាល់ទេតាអញ្ចឹងហ្នឹងប្រៀបឧបមាថាដែលយើងបទជនដូចកូនក្មេងដែលអត់ដឹងអីចឹងដែលអត់ដឹងអីដែលកុសលកម្មធ្វើអត្តភាពញ៉ាំងអត្តភាពនេះមកមានដៃមានភ្នែកមានអវយវៈសពគ្រប់តាមមកដែលកើតឡើងចេញអំពីបតវ័យអបោតេជោវិយោសពគ្រប់ហ្នឹងយើងថាមែនយើងថារបស់នោះជាខ្លួនយើងដោយសេចក្តីសម្គាល់ថាមែនមានពិតប្រាកដមែនតែព្រះរិយបុគ្គលទាំងឡាយគេមើលមកយើងទៅបទជនអញ្ចឹងទេណោះសម្គាល់ខុសសោះតាមពិតអានេះគឺជារបស់មួយដូចជារបស់លេងទេហើយក៏វាមិនមានពិតដោយសភាវៈដែរវាពិតទៅដោយសន្មតតែប៉ុណ្ណោះថាមនុស្សហ្នឹងគឺពិតដោយសន្មតហ្នឹងតែដោយសភាវៈវាអត់មានទេដោយកូនក្មេងដែលយំរៀបរាប់បាក់ដៃបាក់ជើងដីដំបងបែបអញ្ចឹងណាហ្នឹងគឺដូចគ្នាអញ្ចឹងតើតែយើងមានបញ្ញាដែលមានបញ្ញាឬក៏ថាមានបទពិសោធន៍នៅក្នុងនោះនៃការប្រព្រឹត្តបដិបត្តិរហូតដល់ចម្រើនបញ្ញាបានឃើញច្បាស់តាមសេចក្តីហ្នឹងហ្នឹងហើយអញ្ចឹងថ្មឧទាហរណ៍អញ្ចឹងយល់បានទេហើយលោកអត់រាប់អានទេព្រោះលោកជាបក្ខីណាស្របលោកស្គាល់ច្បាស់ដូចថ្មបញ្យល់មិនដូចថាមនុស្សធំស្គាល់ច្បាស់ថាដីនេះឬក៏មនុស្សនេះធ្វើមកពីដីដំបូកមនុស្សនេះធ្វើមកពីជ័រវាបាក់វាបែកជារឿងធម្មតាដែលកូនក្មេងតូចចៅរបស់យើងនោះអត់ទេគឺតែពីកន្ទុកកន្ទិញថាមានមែនតែនថាមនុស្សមែនតែនអញ្ចឹងណាហ្នឹងវាសម្គាល់ខុសដូចជាបទជនប្រៀបដូចជាកូនក្មេងដល់ពេលព្រះរាជបុគ្គលប្រៀបដូចជាមនុស្សធំដែលស្គាល់ច្បាស់យល់បាននៅក្នុងបទហ្នឹងឯងយល់កន្លែងហ្នឹងយល់បានតិចដែរចាស់គ្រូលោកម្ចាស់ខ្ញុំណាសូមចង់បញ្ជាក់ជាមួយលោកម្ចាស់បាទបានន័យថាដោយព្រះរហន្តឬបក្ខីណាស្របហ្នឹងលោកយល់ច្បាស់ហ្នឹងក្នុងន័យថាលោកដឹងច្បាស់ថាព្រំទាំងអស់ហ្នឹងឬក៏សត្វទាំងអស់នៅក្នុងលោកហ្នឹងគឺគ្រាន់តែជាទឹកដីភ្លើងខ្យល់ហើយការប្រព្រឹត្តហ្នឹងគឺគ្រាន់ថាជាចិត្តចេតសិករូបហ្នឹងទេលោកម្ចាស់ចង់បានន័យថាអញ្ចឹងឯងលោកម្ចាស់របស់ទាំងអស់ហ្នឹងមានពិតតែពិតដោយបញ្ញត្តិតែដោយសភាវៈមិនពិតទេអញ្ចឹងវាពិតហ្នឹងដូចថាឥឡូវសួរថាតើព្រំហ្នឹងមានមែនដែរឬអត់ដោយបញ្ញត្តិដោយព្រំហ្នឹងមានដែរអត់តែសួរថាព្រំមានដែរអត់បញ្ញត្តិមានលោកម្ចាស់ដោយបញ្ញត្តិមានព្រំហ្នឹងមានមែនតាក្នុងឋានព្រំព្រះអង្គសម្ដែងដូចសហមបតីព្រំអីហ្នឹងមិនចុះមករតនាព្រះអង្គអានេះមិនព្រំលោកម្ចាស់ហ្នឹងហើយព្រំដតីផ្សេងទៀតអាកាសានញ្ចាយតនៈហ្នឹងសពុព្រំឈ្មោះរបស់គាត់ណាហ្នឹងដោយសភាវៈមានពិតទេឬក៏ជាបញ្ញត្តិទេហ្នឹងបញ្ញត្តិជាបញ្ញត្តិខ្ញុំចាជាសភាបញ្ញត្តិដោយមានរូបភាពមានវត្ថុទៀតបាទតែដល់ពេលព្រំទាំងអស់ហ្នឹងជាព្រះអរហន្តដែរលោកដឹងទេថាអត្តភាពរបស់លោកហ្នឹងកើតចេញពីដីកើតចេញពីទឹកកើតចេញពីភ្លើងពីខ្យល់លោកដឹងទេបើព្រំជាព្រះអរហន្តដែរលោកមានបញ្ញាដែរដឹងលោកចាដឹងទីត្រូវដឹងលោកជាព្រះអរហន្តលោកយល់ច្បាស់លោកដឹងថាដីហ្នឹងដឹងថាមនុស្សហ្នឹងធ្វើមកពីដីតាមែនទេដូចយើងដីតុកដីដំបូកណាដឹងតាស្មើឧទាហរណ៍ដដែលមិនអញ្ចឹងថា
cháu cái miền dưỡng nè thưa ao mà thằng nhóm nè chạy thưa rút đi đây từ bầu lọp lọp thưa ấy mày nhé nơi cho nó bỏ đấy bố nè កណា này hay đọc về ធ្វើគោ mày ធ្វើអីលោកចា này thưa xa thôi đó lên lấy bạo mà bạo này mua cho យំ chờ có ta bị dùng bạo mền té nó cháu xong con mền té nè cô mền té ta tại កណាលោក nhóm ចា nè nhóm gì mà nụ thông nè thưa đại toàn đáy nè thay vì chỉ cô mền đấy អត់ទេម្ចាស់ អត់ទេអត់ទេលោកចា ពីដីទេ bây giờ nè ដីអ đằng ត់ ra nó đang thừa bị រូ đầy បសន្មត់ này chẳng năng banya bao giờ bản năng bao giờ đang tham bị đầy tai pra đó lúc miền banya chụp ba được không gì đầy năng កណា tại កណាលោក miền ចា tại miền cái này ní bao sầm đầy được không mua là body chạy số ní đôi thả độ nơi sập hiệp này bánh bánh nhạt cầm ao dương chụp cho mỗi nâng bánh nhạt mà tay được làm thà bao sầm đầy đó bao mình tay chào bánh nhạt đấy dương riêng bò mà tại thọ bị khang đam được không bị thọ nước miền đó bao chào on lẹ chào bánh nhạt đấy tay bánh nhạt ní bà bọc cô nè miền bánh nhạt chán anh lẹ bằng bàn trong thà mình ói tịch thể cho từ cha bạc cán mình ói tần há rồi có mía nét được không này nè កណា ដូច ក មក ណា លើ លោ ក កចា ឡើងឧស្សាហ៍លើកឡើងតែព្រះអង្គសម្ដែងថាមនាលអានន្ទព្រះអង្គមិនហៅព្រះអានន្ទមិនព្រះអានន្ទអញ្ចឹងឯងថាអានន្ទហៅព្រះ ក សិរី ណា បុត្រថាសិរីបុត្រហៅមោគលានថាជាព្រះមោគលានព្រះអង្គមិនហៅ កណា តែដែលថាព្រះអង្គមានជាប់ជាមួយនឹងព្រះអានន្ទនឹងទេជាប់ជាមួយព្រះមោគលាននឹងដោយសភាពនឹងទេមានជាប់នឹងបានន័យថាជាប់ដោយការប្រកាន់នៅក្នុងនឹងដោយសេចក្តីខុសថាមានអានន្ទមានព្រះសិរីបុត្រមានព្រះមោគលានហ្នឹងឯងអ អ ត់ ត់ ទេ ទេលោកចា អត់មាន អត់ជាប់ទេ កណា ហើយ អ ប ត់ ទ ជាប់ ជនយើងនេះដែលហៅកូនគឺកូននឹងហ្មងមែនទេ កណាលោកចា ហើយ អ អ្នក អ ណា រគុ គឺ ណលោកចា អ្នកនឹងឯង យ ជា ល់ ប់ ហើយលោក នៅ ចា ក្នុងអ្នកនឹងឯងមានតន់ដកបានហើយណាប៉ុន្តែមិនមែនថាឲ្យយើងលះបង់ទេតែឲ្យយើងមានបញ្ញាដើម្បីចូលទៅលះបង់ លះបង់កណាលោកចា អ ព្រោះ អ អា រ ហ្នឹង គុណលោកចា វាមានដោយសន្មតទេតាដោយសមតិទេតាតែដល់ញែកធាតចេញពីគ្នាដូចតែគ្នាហ្នឹងយើងក៏ដីគាត់ក៏ដីមែនទេទឹកដោយភ្លើងដោយខ្យល់នឹងឯង កណាលោកចាប៉ុន្តែបានតែអ្នកបានធ្លាប់រៀនធម៌ដែរលោកចាហើយអ្នកគេមិនធ្លាប់ហ្នឹងគេថាយើងនឹងមកយ៉ាប់ហើយមើលទៅ ហ្នឹងហើយព្រោះនេះដំណើរនេះមិនស្រួល ដំណើរពិបាកកំណត់ដំណើរពិបាកកំណត់ត្រង់ថាវាអាស្រ័យជាមួយនឹងការបដិបត្តិអាស្រ័យជាមួយនឹងបញ្ញាហ្នឹងឯងបើអត់បញ្ញាវាបង្កើតវាអត់ហ្នឹងឯងទាំងយើងអ្នករៀនហើយក៏ដែរនៅជាប់ហ្នឹងឯងមានទៅណាបាទនៅសល់ពេលញាតិញោមមានអីសួរបានឬក៏បញ្ហាផ្សេងក៏បានដែរខុសពីកន្លែងហ្នឹងក៏បានដែរ កណាសូមឱកាសលោកម្ចាស់ទៀត បាទ ពាក្យថាភាវៈសង្យោជនៈនោះកណាអត់ច្បាស់កន្លែងហ្នឹងមិន ភាវៈ សង្យោជនៈ ចំណេះភាវៈសង្យោជនៈភាវអូភាវៈមិនមែនភាវៈភវៈ ភវៈ ភវៈហ្នឹងគឺភពសង្យោជនៈហ្នឹងគឺជាចំណងដែលនៅក្នុងភពគឺអត់មានទេហ្នឹងគេថាភវៈសង្យោជនៈមកពីភវៈហ្នឹងគឺភពបើដូចយើងនៅមានចំណងគឺភពដែរអត់នៅមានភពតទៅទៀតអត់ មានចា៎ មានចាស់គ្រូ នៅមានកំណើតទៀតដែរអត់ មាន មាន កំណើតហ្នឹងវាទៅកើតនៅណា អត់ដឹង អត់ អត់ ដឹង ដឹង អត់ដឹងវាមានភពហ្នឹងឯងវាទៅកើតនៅភពហ្នឹងឯង ភពណាមួយអញ្ចឹងតែក្នុងវាថាភពចឹងចាស់ក្នុងកាមភពភពកាមរូបភពអរូបភពប៉ុន្តែវានៅតែមានហ្នឹងឯងតែបើអត់មានអីទេវាមានតែកាមភពទៀតចឹងទៅអាហ្នឹងគឺថាវានៅមានទីកន្លែងដូចដើមឈើណាតែវាមានពូជវាមិនមែនមានតែពូជទេវាមានដីដែរតាដោយសារយើងវាមានពូជហើយវាមានដីទៅទៀតតែអញ្ចឹងដាក់ដោះឲ្យម្ដង ដោះ ដល់ ដាក់ទៅដោះហ្នឹងអត់មានអត់ដោះទេបាទដល់ពេលព្រះរហន្តលោកមានពូជមកពីណាអស់ក្របអស់ពូជហើយណាអញ្ចឹងដាក់ទៅដោះហ៎ អត់ អត់ដល់ តែព្យាយាមមិនក៏វាអត់ដោះដែរព្រោះពូជគឺភវៈជាដើមភពឬក៏សញ្ញោជនៈដែលជាចំណងលោកលះបង់ដាច់អស់ហើយលែងមានតទៅទៀតហើយអញ្ចឹងណាយើងនៅមានពូជហើយស្រួលស្ដាប់ថាយើងនៅមានពូជនៅមានកំណើតដែលលោកលះបង់ហើយអស់អត្តភាពអស់ពូជកំណើតហើយអញ្ចឹងលែងមានដែរ ណាណាគុំមក បាទ ចាស់គ្រូចូលកណាសូមឱកាសទៀតអភិសង្ខាភារៈហ្នឹងកណាអត់យល់កន្លែងហ្នឹងចាស់គ្រូ បាទ
កុសលាកុសលាកុសលកម្មកុសលាកុសលកម្មអភិសង្ខារហ្នឹងយើងថាគឺការប្រជុំតាក់តែងក៏បានចឹងការប្រជុំតាក់តែងនៃសភាវធម៌ឧទាហរណ៍ថាយើងស្ដាប់រឿងអនាថបណ្ឌិកសេដ្ឋីស្ដាប់រឿងជ័យវិសាខាគាត់ប្រកាយចម្រើនកុសលធម៌ធ្វើបុណ្យគាត់នៅកើតក្នុងទេវលោកអញ្ចឹងយើងចង់ទៅទេវលោកដោយគាត់ដែរហើយក៏នាំគ្នាធ្វើកុសលធម៌ព្រោះចង់ដូរយកសម្បត្តិទេវលោកអាហ្នឹងឈ្មោះថាជាអភិសង្ខារនេះបានទេកណាធានបានឈ្មោះថាអញ្ចឹងបានពេលខ្លះធ្វើអកុសលកម្មដោយសេចក្តីល្ងិតល្ងងដោយសេចក្តីមិនដឹងលោភៈទោសៈមោហៈដោយចំណែកខ្លះក៏ធ្វើទៅអាហ្នឹងហៅថាការប្រជុំតាក់តែងនឹងបានទេក៏ជាចំណែកបានដូចគ្នាអញ្ចឹងណាអញ្ចឹងសង្ខារពិសង្ខារភិរៈកន្លែងនេះគឺថាដោយសភាពនៃកុសលឬក៏អកុសលដែលយើងធ្វើហ្នឹងគឺកន្លែងនឹងឯងគឺថាវាជាចំណែកនៃជាភិរៈដែលអាចនាំឲ្យមានបដិសន្ធិតទៅទៀតដូចថាយើងធ្វើកម្មតែធ្វើកម្មវិបាកវាមានតែវិបាកវាមានដូចថាកិលេសនាំឲ្យធ្វើកម្មញ៉ាំងវិបាកឲ្យកើតឡើងហើយក៏ជាការទទួលនៅភិរៈនឹងបន្តទៅទៀតទៅដោយអំណាចផលកុសលកម្មនិងអកុសលកម្មកណាធានអភិសង្ខារហ្នឹងគឺការប្រជុំប្រជុំដូចប្រជុំតាក់តែងអញ្ចឹងណាកណាធានកណាអរគុណចាស់គ្រូញាតិញោមថ្ងៃនេះបើជារឿងចាប់បានពុទ្ធជនសេខាទេសរុបន័យឡើយនេះកណាបានចាប់បានបានទៀនបានខាតដែរទៀនយល់បានច្រើនលោកម្ចាស់យល់បានច្រើនតាញោមថ្មីមិនដែរចាប់បានទេញោមដែលអត់មាត់សោះកណាចាប់បានខ្លះលោកម្ចាស់ទៀតចាប់បានខ្លះលោកម្ចាស់គ្រូបាទយកខ្លះណាចាប់បានខ្លះដែរលោកម្ចាស់គ្រូទៅកម្មវិធីហ្នឹងហើយសិក្សាច្រើនទៀតតែឲ្យតែរៀនទៅចង់រៀនទៀតអត់អីទេកណាលោកម្ចាស់ចង់រៀនទៀតលោកម្ចាស់បានអានទៅរៀនជក់តែលោកម្ចាស់គាត់ថាដោយពាក្យខ្លះរៀនពិបាកទៅនៅកុបពេបាទហ្នឹងហើយឲ្យតែរៀនដូចគ្មានចំណេះណាស្រួលទេមុខមានមុខវិជ្ជាណាស្រួលទេអត់ទេឲ្យតែពាក្យថារៀនគឺមិនស្រួលទេតែគ្រាន់រៀងដោយយើងអាចឆែកវចនានុក្រមបានដឹងខ្លះប៉ុន្តែបើដូចប្រសូតដូចបតៃបៃដកពាក្យបាលីហ្មងរហូតវចនានុក្រមអត់ចេញលោកម្ចាស់ចាំស្មាផ្ញើឲ្យមានគេហៅថាបាលីវចនានុក្រមបាលីគេនៅក្នុង app ហ្នឹងគេដាក់ថាបាលី dictionary អញ្ចឹងឆ្ងល់ពាក្យបាលីខ្លះដាក់ក្នុងនោះឲ្យគេឆែកឲ្យទៅវាមានតែកណាលោកម្ចាស់បានអញ្ចឹងស្រួលតាំងពីការអាននិងរៀងយល់នៅបានពីព្រោះពាក្យច្រើនរៀងអត់សូវយល់លោកម្ចាស់តែគាត់ថាព្យាយាមអានលោកម្ចាស់អានយូរទៅរៀងស្ទាត់មាត់ដែរបាទហ្នឹងហើយមានអីជាព្យាយាមទេបាទតក់តិចតែព្រោះយើងងាយបានជួបងាយបានរៀនហើយប្រឹងបាទកណាលោកម្ចាស់អរគុណលោកម្ចាស់ដែរដាក់លំហាត់បើអត់តិចយើងបើបានលំហាត់នៅលើក្នុងគ្រប់មកដូចរៀងលះហាលោកម្ចាស់បាទចាំមើលរឿងអានហ្នឹងស្មើតែបន្ថែមលបឿនទេម្ដងមួយថ្ងៃដាក់ទៀតហ្នឹងខ្ញុំអានឲ្យតតណាតែមិនអីទេមកកាន់ទូរស័ព្ទតែកន្លះម៉ោងមកបិទ Facebook តែកន្លះម៉ោងអានផុយបាទនេះខ្ញុំខ្លះមើល Facebook មើលចំណាយពេលច្រើនអញ្ចឹងយើងដូរអានោះបធូរបន្តិចមកមើលអានេះច្រើនមកបានវិញហើយបាទចេះប្រឹងម្ចាស់គ្រូគ្រាន់បើជាងអត់រៀនណាទៀតហ្នឹងហើយខ្ញុំកណាdownload វចនានុក្រមអភិធម្ម7គម្ពីរពី website 5000ឆ្នាំលោកម្ចាស់ខ្ញុំកណាដាក់ក្នុង group ហើយលោកម្ចាស់ប៉ុន្តែអាហ្នឹងគេនិយាយតែពីអភិធម្មលោកម្ចាស់គេអេពីសូតយើងហ្នឹងអត់មានទេលោកម្ចាស់មានវចនានុក្រមមួយគេដាក់ថាវចនានុក្រមបាលី
bật tiền nó còn lại chẳng mập nhảy nên ngồi bị ấy đã không nâng tới chè ngồi bị ấy nó đại ấy mơ còn nó cái sầm rải chỉ không ai mà dạng đài cái nào lùm chả chúng mập nhảy bên đây tiền đấy nhưng xem tiền bom bó mới chầm mơ thái mới ra điền tràn vậy đạm trâu lên nhiều nên bọn miền đây tới giờ sầm rải pan anh chắc chẳng mập nhảy nhá cái này là không có lùm chả con lùm chả con chặt trâu mà là thoại cùng đi Namaskar. đi